តិយសដោយបានការអញ្ជើញពីហ្នឹងហើយវាគ្មិនយើង3នាក់ណាដែលធ្វើបទបង្ហាញក្នុងធានបទនេះហើយវាគ្មិនដែលយើងនឹងនិយាយហ្នឹងគឺក្នុងករណីនៃការសិក្សាកន្លងមករយៈពេលយូរដែរហើយណាហ្នឹងហើយការងារហ្នឹងគឺថាដឹកនាំដោយឯកឧត្តមបណ្ឌិតទីណាណាដែលគាត់កាន់ផ្នែកការស្រាវជ្រាវនៃខាងអាជ្ញាធរអន្តរជាតិនេះហើយនឹងក្រុមការងារគាត់ពី3នាក់នៅទីនេះហើយនឹងប្រភេទនៃការស្រាវជ្រាវនោះមិនមែនមានតែមួយឯងមានច្រើនណាមួយហើយករណីនេះគឺករណីទី1ហើយនឹងឲ្យគាត់នឹងអាយដាមនឹងសន្យាថាខែក្រោយនឹងអាចមានធានបទថ្មីណាពីរឿងថ្មីនៃមិនមែនរឿងចាស់ជារឿងថ្មីរឿងការស្រាវជ្រាវថ្មីណាក៏បង្ហាញជាសាធារណៈឲ្យយើងដឹងថាការវិវត្តស្អីខ្លះដែលយើងបានធ្វើកន្លងមកណាបានធ្វើកន្លងមកការស្រាវជ្រាវអត់នៅមួយកន្លែងដើររហូតដូច្នេះហើយបំពេញទិន្នន័យនៃឲ្យយើងស្គាល់ពីអង្គរតិចម្ដងណាទីម្ដងមកក្នុងទម្រង់នៃរូបភាពផ្សេងដែលតាក់ទងសប្តាហ៍ហ្នឹងយើងបើកញ្ចក់សប្តាហ៍យើងលេងពីថាការស្រាវជ្រាវអំពីសំណង់ប្រាសាទការស្រាវជ្រាវអំពីសាសនាបដិមាសាស្ត្រឬរចនាបថសិល្បៈនោះអានោះគឺថាគេធ្វើវាស្ទើរតែចប់សពគ្រប់ហើយអាចនៅខ្វះខាតកន្លែងណាដែលគេរកឃើញថ្មីប៉ុន្តែមួយផ្នែកទៀតតែសពថ្ងៃដែលយើងធ្វើសិក្សានោះដោយបំពេញបន្ថែមនៅចន្លោះដែលយើងឃើញនៅសំណង់ស្ថាបត្យកម្មប្រាសាទសាសនានោះគឺវាមានពីរឿងតាក់ទងជាមួយនឹងជីវភាពរស់នៅតាក់ទងជាមួយនឹងការងារសង្គមណាប្រពៃណីផ្សេងដែលអាចប្រពៃណីខ្លះអាចវានឹងឲ្យបន្តពីបុរាណពីដើមមកក៏មិនដឹងណាហ្នឹងហើយយើងហើយតែមួយវាជាផ្នែកមួយឲ្យតម្លៃទៅលើបេតិកភណ្ឌរូបិយណារូបិយនិងអរូបិយมันអាចកាត់ចេញពីគ្នាបានទេទោះបីគេបែងចែកតាំងពីឆ្នាំ2003មកគេបែងចែករូបិយផ្សេងអរូបិយផ្សេងណាប៉ុន្តែដើមឡើយគឺអត់มันអាចទេហើយដល់សប្តាហ៍ថ្ងៃហ្នឹងអាការបែងចែកហ្នឹងអាចនឹងវិលត្រឡប់ទៅដើមវិញណាទៅដើមវិញថាมันអាចកាត់ទៅគ្នាបានហើយក្នុងករណីអង្គរគឺអានឹងលេងអាចកាត់ដៃគ្នាបានហើយมันអាចតម្លៃពីរញៀកចេញពីគ្នាបានទេណាជាងបានគឺថាវាតែជាប់គ្នាបំពេញឲ្យគ្នាវាមួយវាជាក្រងឆ្អឹងហើយតួខ្លួនមួយទៀតវាជាសម្ផស្សវាជារាងកាយណាហ្នឹងហើយផ្នែកខាងក្រៅដែលអាចវាធ្វើឲ្យបេតិកភណ្ឌយើងគេហៅបេតិកភណ្ឌរស់ណាបេតិកភណ្ឌរស់គឺមិនមែនភ្ញៀវមកមើលច្រើនថារស់ទេគឺដោយសារអញ្ចឹងណាដោយសារព្រលឹងហ្នឹងណាបេតិកភណ្ឌរស់កំពង់ភ្លុកមិនមែននៅដាច់ស្រយាលពីអង្គរទេមែនតើវាជាដែនណាដែននៃអង្គរដូចយើងធ្លាប់ដឹងថាអង្គរហ្នឹងហើយអង្គរនិយាយក្របខ័ណ្ឌនៃភូមិសាស្ត្រវប្បធម៌ហ្នឹងគឺមិនមែនតំបន់ដែលយើងឃើញប្រមាណទេតំបន់1តំបន់2ជុំវិញអង្គរវត្តជុំវិញតាបាយ័នជុំវិញតាលលួសមែនទេអង្គរគឺវិសាលភាពធំណាស់បើថាវប្បធម៌អង្គរទីតាំងនៃវប្បធម៌នៃអង្គរហ្នឹងនិយាយទៅពីអង្គរគឺមានផ្ទៃកន្លារហូតដល់6000ណា6000គីឡូម៉ែត្រកន្លះនោះណា6000គីឡូម៉ែត្រកន្លះគឺថាសន្ធឹងពីទលេសាបឡើងដល់ភ្នំគូលែនណាហើយពីដំដែកនៅពីដំដែកពីករណីហ្នឹងហើយនៅដំដែកនៅសុនគមនោះរហូតទៅដល់ជិតដល់កន្លាញ់នោះដល់ស្ទឹងតែស្រុកនោះណាអាហ្នឹងវិសាលភាពហ្នឹងដែលដែននៃថាអង្គរហើយនឹងក្រុងរបស់នៅក្រុងរាជសាយណាបើថាអង្គរមានតំបន់កណ្ដាលណាតំបន់កណ្ដាលរបស់ខ្លួនមានប្រាសាទដែលប្រហែលយើងឃើញនៅសប្តាហ៍ថ្ងៃហ្នឹងក្រៅពីហ្នឹងគឺមានក្រុងដែលសាយគេហៅថា Greater ណាហ្នឹងហើយឬក៏ថាបើណារៀនបារាំងថា Le Grand ណាវារាជសាយចឹងវាមានទីប្រជុំជនធំហើយនឹងវាមានតំបន់ជាយក្រុងហើយតំបន់ជាយក្រុងវាចែកជាផ្នែកទៀតតំបន់ជាយក្រុងទីប្រជុំជនរបស់ជាយក្រុងហើយនឹងតំបន់ជាយក្រុងដែលតាក់ទងជាមួយកសិកម្មអតិថិភាពហ្នឹងវាសំខាន់ណាស់ដែលកសិកម្មជាមួយនឹងភូមិហើយកសិកម្មជាមួយក្រុងនៅជាប់គ្នាវាសំខាន់ជាប់គ្នាដែរហើយដឹងហើយប្រវត្តិជាមួយយើងឃើញប្រវត្តិព្រែកមួយ
ai đom đợt đừng lộn hai nó cứ khơi cho vì miền xây với bên ngay nó ấy một bình đấy nó cứ dương như khơi khạc lạc thì tìm tòi nó tí tiết ca sao chứ mình toàn cho về một bình này một ngày mình toàn cho về ở đườngผมวัดcầm toàn cho về về nó oi đầm lay còn thêm từ lần bàn buổi tiệc hai chìm xét bong ôn đại bong ôn dương là thưa ca này tiệc cho ní bởi vô nhiều bị cái bông lúc men chỉ tụ mơ tiệc mơ cái bơ mơ cái thế này nó khoảng là thòm đa nó na cái đằng này nó hay từ mới phân thái đường sầm khăn đại như một cái narrative sạch đường mềm mềm cao cũng ấy nữa vô tam tình đấy đi cứ chỉ sạch đường mấy đại bị vô tháo nè nhặt sọc nó miên sậy tí tiết dương đừng chạm áo là thà nó vì sậy nhá hay bởi sơn là dương mơ từ trong đây tin này con tiết rồi ai làm đất miền bọc cùng thời mới là phòng át bọt là dương cháy thành con giấy bởi dương mơ trong đây tin nó giờ ai tầm rơi một chiều đó ai bàn tiền nào cả nó nè ngày nếp bồn là đó ngày nếp bồn là đó nhiều chứ các bạn thà chỉ cô mong đầy cả bằng hai nấng cứ tìm là ngày cứ trong ói ngày mà hai cơn tù tới nữa cứ kịp xe bỏ ổn qua một bò hàng để có thể nóng ỏi năng bây giờ mà ca làm lại bây giờ chia mẹ có thể bắt thanh nhẹ non pía nói đầm nam sao ok đăng ai dân cũng bắt cũng đăng hai là mỗi ỏi miền variety phò nè miền việc xây khác miền là ấy thay phải phò nè từng này phò mà hai đăng buổi tiết cứ có gồm nó cứ tha cứ sắp sai đò smachica bộc lộ chạy cái tiền của ẩm ra vì tôi dương miền tây trắngហើយទៅហើយធ្វើការផ្សេងគ្នាអញ្ចឹងទៅវាមានឱកាសមួយនេះនឹងហើយនឹងតាមបណ្ដាញសង្គមតាមអ៊ីនធឺណិតទៅអាចផ្សព្វផ្សាយណាអាចជួនកាលទៅសេច្រើនពេកសេវិញពេកអត់សូវមើលអញ្ចឹងទៅក៏ផ្សាយចេះប៉ុន្តែជង្ឃឹមថានឹងឲ្យពួកយើងមានថតវីដេអូខ្លីៗនឹងអាចយកទៅមើលអាចស្ដាប់បានអាចស្ដាប់បានខ្ញុំមិនចង់វិញពីព្រោះตกออกกาเอาไอ้ดำมันดึกนังมีภาษาไอ้ลูกหรือว่าล่ะนังไงประตอบปีนี้เติมส่วนนังเอาตอนจ็อบไปtừเจงtừเป็นกรรมนังผมเป็นนะเรื่องของเป็นคือสมละสันนะการเงียบก็สำคัญนะนังผมเป็นนะคนละเสียไปบานมาเท่านี้ไอ้นังกรมการเงียบก็แก่ยังจมเป็นนังสันสมประกอบนังไงเวทีการได้จูนไอ้ดำดึกแบบสมออกก็ต้องเลยยมđượcក្រុមការងារនឹងធ្វើបទបង្ហាញមួយនៅទីប្រព័ន្ធជំនឿនៅតំបន់ជាប់បឹងទន្លេសាបប៉ុន្តែយើងយកកលនៃសិក្សាតែមួយគឺកំពុងភ្លុកមកនិយាយការសិក្សាស្រាវជ្រាវនេះយើងបានធ្វើនៅក្នុងឆ្នាំ2023ហើយយើងគ្រោងនឹងបោះពុំនៅក្នុងផ្ទះស្នាដីព្រះនគរនៅក្នុងឆ្នាំ2026នេះអញ្ចឹងដើម្បីបន្តទៅមុខទៀតខ្ញុំគ្រាន់តែបញ្ជាក់ថានាយកដ្ឋានស្រាវជ្រាវបណ្ដុះបណ្ដាលនិងផ្សព្វផ្សាយដែលដឹកនាំដោយអាដាមសូធីនេះយើងមានចែកចេញជា3ផ្នែកធំគឺទី1ផ្នែកស្រាវជ្រាវទី2ផ្នែកបណ្ដុះបណ្ដាលទី3គឺផ្នែកផ្សព្វផ្សាយពីព្រោះធម្មតាតកណាយើងសិក្សាស្រាវជ្រាវបានលទ្ធផលអីថ្មីយើងត្រូវផ្សព្វផ្សាយអញ្ចឹងនៅមាននាយកដ្ឋានផ្សព្វផ្សាយហ្នឹងហើយក៏គេមាននាយកដ្ឋានបណ្ដុះបណ្ដាលដើម្បីបណ្ដុះបណ្ដាលមន្ត្រីរបស់អាជ្ញាធរអប្សរាខ្លួនឯងហ្នឹងក៏ដូចជាសខាកម្មផ្សេងហ្នឹងយើងចែកចេញជាពីរផ្នែកទៀតគឺរូបិយនិងអរូបិយស្អីទៅរូបិយគឺថាយើងសិក្សាស្រាវជ្រាវទៅលើកិច្ចការបុរាណវិទ្យាតាមរយៈការធ្វើកំណាយធ្វើអីនេះអញ្ចឹងក្នុងរយៈពេលកន្លងមកយើងបានស្រាវជ្រាវច្រើនដែរប៉ុន្តែបានតែផ្សព្វផ្សាយទៅតាមផ្ទះស្នាដីព្រះនគរយើងអត់បានធ្វើជាស្ខាសាលាឬក៏ស្អីផ្សព្វផ្សាយទេឧទាហរណ៍ដូចយើងបានធ្វើកំណាយស្រាវជ្រាវនៅឡទ្វារដីឆ្នាំងនេះយើងធ្វើតាំងពី2001យើងបានធ្វើពីដំណាក់កាលព
ព្រោះឧទាហរណ៍ដូចយើងដឹងហ្នឹងលឺតែទ្វារដីឆ្នាំងប៉ុន្តែយើងមិនដឹងថាពាក្យទ្វារដីឆ្នាំងហ្នឹងមកពីណាផងអញ្ចឹងតាមរយៈបំណែកភាគដែលលើរាយប៉ាយនៅលើទំនប់នៅម្ដុំទ្វារដីឆ្នាំងហ្នឹងទៅហើយនឹងយកឈ្មោះទ្វារដីឆ្នាំងមកសិក្សាយើងក៏សម្រេចចិត្តធ្វើកំណែស្រាវជ្រាវអញ្ចឹងជាលទ្ធផលយើងបានឃើញឡដុតភាគនៅសម័យអង្គរដែលវាមានអាយុកាលរបស់វាគឺចុងសតវត្សទី12រហូតដល់ដើមសតវត្សទី15ហើយរូបរាងឡហ្នឹងគឺអត់ដូចឡនៅតនីនៅខ្នាពោនៅលំធំនៅនឹងសរសៃអីទេគឺវាមានលក្ខណៈផ្សេងដែលយើងមិនដែលឃើញហើយជាពិសេសនៅក្នុងស្រុកខ្មែរយើងនោះវាអត់មានហើយនៅក្នុងអាស៊ីអាគ្នេយ៍វាទៅមិនឃើញមានរបៀបគេហៅឡអាប់ត្រាក់ហ្នឹងណាវាមានយើងមើលទៅអត្ថបទហ្នឹងយើងមានបោះនៅក្នុងទស្សនាដីព្រះនគរហើយទស្សនាបដីព្រះនគរដែលយើងបោះពុំហើយហ្នឹងយើងក៏មានជាសុសបរោះនៅក្នុងហ្នឹងដែរអញ្ចឹងយើងអាចចូលអប្សរាទៅមាននៅក្នុងផ្នែកមួយនៃ publication យើងអាចទៅយកបានក្រោយមកទៀតយើងក៏បានធ្វើការសិក្សាធ្វើកំណែស្រាវជ្រាវនៅលើជាហៅថាទូល100បានន័យថាបើយើងមើលរូបថតឡៃដាទៅយើងឃើញទួលនោះច្រើនណាស់រត់រញ្ជួរអញ្ចឹងមិនដឹងគេហៅស្អីយើងហៅថាទួល100អញ្ចឹងទៅហើយអាហ្នឹងវានៅក្បែរនឹងប្រាសាទតូនៅក្បែរប្រាសាទតូយើងមើលទៅឃើញតែព្រៃអញ្ចឹងដល់ពេលយើងមើលឡៃដាអីពីលើមកឃើញអញ្ចឹងយើងធ្វើកំណែស្រាវជ្រាវនឹងដែរណាខ្ញុំចេះសង្ស័យថាអាហ្នឹងបើយើងនិយាយអំពីរឿងភ្នំខ្សាច់វាអាចពាក់ព័ន្ធអាហ្នឹងអីតិចតួចដែរព្រោះវាធ្វើដូចភ្នំខ្សាច់ហ្នឹងវារត់អញ្ចឹងទៅដល់ពេលយើងធ្វើកំណែទៅវាអត់មានអីជារចនាសម្ព័ន្ធច្បាស់លាស់ទេគាត់តែយកដីមកពូនហើយនៅចំមកកដាល100ហ្នឹងគឺទួលមួយធំដូចយើងធ្វើភ្នំខ្សាច់រាល់ថ្ងៃអញ្ចឹងហើយអញ្ចឹងបារាំងអីសិក្សាស្រាវជ្រាវអីទាំងអស់គ្នាហ្នឹងទៅកាណាដាអីក៏មិនទាន់បានជាសន្និដ្ឋានអីឲ្យវាដាច់ណាត់ថាហ្នឹងជាស្អីណាពីព្រោះវាខ្វះទិន្នន័យក្រោយមកក៏យើងមានធ្វើការស្រាវជ្រាវនៅលើនៅឡសរសេរយើងក៏ធ្វើការស្រាវជ្រាវនៅព្រៃស្រមោចយើងធ្វើការសិក្សាស្រាវជ្រាវព្រៃស្រមោចដើម្បីចង់ដឹងពីទួលនីតិវាអីហ្នឹងអញ្ចឹងទៅទាំងអស់ហ្នឹងយើងមិនទាន់បានធ្វើជាការងារផ្សព្វផ្សាយទេឥឡូវយើងត្រឡប់មកមើលការងារស្រាវជ្រាវអរូបីយើងមានក្រុមមួយទៀតក្រុមការងារស្រាវជ្រាវអរូបីហ្នឹងគឺថាយើងតែងតែចុះប្រមូលព័ត៌មាននៅតាមភូមិឃុំនៅក្នុងតំបន់អង្គរហ្នឹងតែភាគច្រើនយើងតែងតែធ្វើនៅក្នុងតំបន់អង្គរនេះទេយើងបានធ្វើរហូតដល់យើងប្រមូលទិន្នន័យមកយើងបានបោះពុំទៅជាប្រតិទិនពិធីបុណ្យខ្លះៗនៅតំបន់អង្គរហេតុអីបានយើងទៅបោះអាហ្នឹងពីព្រោះយើងចង់ផ្សព្វផ្សាយឲ្យអ្នកសិក្សានិស្សិតអ្នកស្រាវជ្រាវអីប្រជាជនអីដែលគាត់ចង់ដឹងហ្នឹងមគ្គុទ្ទេសក៍អីហ្នឹងគឺឲ្យគាត់យល់ថានៅក្នុងតំបន់អង្គរហ្នឹងខែណាគេធ្វើអីខ្លះជាពិសេសខែនេះគឺសម្បូរបុណ្យទាននៃស្អីហ្នឹងសម្បូរច្រើននៅក្នុងហ្នឹងប៉ុន្តែយើងត្រូវមើលថាពេលខ្លះកិច្ចពិធីខ្លះយើងអាចទៅចូលមើលបានអាកន្លែងខ្លះវាមិនអាចចូលមើលបានទេហើយដល់យើងសពថ្ងៃឥឡូវហ្នឹងវាមាន Facebook វាមាន MMO អីទៅជួនកាលគាត់ទៅដែរទៅស្រាវជ្រាវមិនមែនទៅស្រាវជ្រាវគាត់ទៅថតទៅក៏អត់យល់អានៃសេចក្តីហ្នឹងគាត់ចេះតែយកទៅផ្សាយដើម្បីបាន like បាន view អីទៅវាខុសន័យមកវាច្រើនណាស់អញ្ចឹងក្នុងនាមជា MMO អីធ្វើកិច្ចការវីដេអូអីស្អីទាំងអស់ហ្នឹងគួរតែពិចារណារឿងឡើងវិញឲ្យច្បាស់មុននឹងយើងធ្វើយើងវិភាគយើងនិយាយអីឲ្យវាមានមូលដ្ឋានពីព្រោះទាំងអស់ហ្នឹងវារឿងទំនៀមទម្លាប់ប្រពៃណីឥឡូវយើងមកមើលប្រព័ន្ធជំនឿនៅជាប់បឹងទន្លេសាបក៏នៅកំពង់ភ្លុកអាហ្នឹងក៏យើងមានធ្វើនៅកំពង់ឃ្លាំងដែរទៅចប់ឆ្នាំមុនណាហើយទៅដើម្បីបានទិន្នន័យហ្នឹងមកគឺមានក្រុមការងារខ្ញុំហ្នឹងមានខ្ញុំមានលោកអ៊ូកំពីលលោកទូចសុភ័ក្រជាសម្បូរកញ្ញាឆាន់សុភានីកញ្ញាសោចនានិងលោកសាក់ស្ថាយនេះបានចូលរួមធ្វើកំណែប៉ុន្តែថ្ងៃនេះយើងតែ3នាក់ទេដែលឡើងមកនិយាយអញ្ចឹងទិន្នន័យទាំងអស់ហ្នឹងវាបានមកដោយសារក្រុមការងារអញ្ចឹងនៅក្នុងកិច្ចការនេះយើងនឹងសិក្សានិងពិនិត្យពីលក្ខណៈភូមិសាស្ត្ររបស់កំពង់ភ្លុកណាយើងមើលលើការរស់នៅដែលមនុស្សទាំងអស់ហ្នឹងគាត់រស់នៅប្រស៊ាំទៅនឹង
របបទឹកឡើងចុះរបស់ទន្លេសាបវាមានទឹកស្រកវាមានទឹកឡើងអញ្ចឹងគាត់រស់នៅខុសពីយើងរបៀបរស់នៅជីវភាពអីរបស់គាត់អីអញ្ចឹងអាប្រព័ន្ធជំនឿហ្នឹងក៏វាខុសពីមនុស្សដីគោកដែរព្រោះកន្លងមកភាគច្រើនផ្ដោតទៅលើការស្រាវជ្រាវនៅក្នុងតំបន់អង្គរឯងវាមានលៀងវិមុតវាមានស្អីស្អីតឹងទៅវាមានឡើងអ្នកតាឡើងអីចឹងទៅដល់តែយើងអត់ដែលដឹងថាតើអ្នកទន្លេហ្នឹងគេរស់នៅគេមានប្រព័ន្ធជំនឿរបៀបម៉េចដែរខ្លះយើងអត់ទាន់ដឹងខ្ញុំទេពួកខ្ញុំទេមិនទាន់ដឹងប៉ុន្តែអ្នកផ្សេងគេអាចដឹងហើយជួនកាលយើងទៅមើលឃើញគាត់ថាជាផ្នែកទៅសុបាយឧទាហរណ៍ដូចថាជារៀងរាល់ថ្ងៃសិលឬខែដាច់គេមិនដែលទៅនេសាទទេអ្នកសុកកំពុងឃ្លាំងកំពុងភ្លុកគេអត់ដែលនេសាទទេហើយយើងក៏សួរគេហ្នឹងយើងឥឡូវមេតិកាយើងនិយាយអំពីលក្ខណៈភូមិសាស្ត្រកំពង់ភ្លុកបន្ទាប់ទៅយើងនិយាយអំពីផុសតាងបរាជាខ្លះចំណុចនេះយើងដឹងថាការតាំងទីរបស់មនុស្សនៅក្នុងសង្គមខ្មែរយើងឬក៏ដូចសង្គមណាក៏យ៉ាងណាវាមិនមែនទៅដល់កន្លែងថ្មីហើយយើងមកនៅភ្លាមទេបានន័យថាមានដានណាវាមានដានមានអីដែលមនុស្សមករស់នៅម្ដុំហ្នឹងអញ្ចឹងយើងនឹងមានផុសតាងខ្លះដែលថាកំពង់ភ្លុកជាដែនដីចាស់មួយដែលមនុស្សនៅក្នុងបន្ទាប់ទៅយើងអង្កេតទៅលើសេដ្ឋកិច្ចរបស់អ្នកកំពង់ភ្លុកអាហ្នឹង3ចំណុចហ្នឹងខ្ញុំនឹងអ្នកនិយាយហើយប្រព័ន្ធជំនឿអមនុស្សផ្សេងហើយនឹងទំនៀមទម្លាប់និងពិធីបុណ្យតាក់ទងនឹងអ្នកតាគឺមានលោកគូកំភានិងលោកតូចសុភ័ក្រគាត់នឹងលើករឿងហ្នឹងឥឡូវយើងមើលនេះជាសហគមន៍ផ្សេងនៅក្នុងតំបន់អង្គរហ្នឹងយើងឃើញមានទី1ស្ថានដីរបស់ខេត្តសៀមរាបហ្នឹងគឺជំរាលពីជើងមកត្បូងណាពីជើងមកត្បូងដូច្នេះវាងាយក្នុងការស្រួលក្នុងការសិក្សាណាងាយស្រួលក្នុងសិក្សានឹងបែងចែកសហគមន៍អញ្ចឹងទៅមានអ្នកស្រាវជ្រាវខ្លះហ្នឹងគេបែងចែកនៅក្នុងតំបន់អង្គរហ្នឹងចេញជា4តំបន់អានេះគ្រាន់តែជាការបែងចែករបស់អ្នកស្រាវជ្រាវទេណារឿងយើងអីផ្សេងវាអត់ពិបាកទេហើយគេបែងចែកហ្នឹងទៅតាមលក្ខណៈស្ថានដីភូមិសាស្ត្រដែលជាលក្ខណៈពិសេសរបស់តំបន់ហ្នឹងមួយហ្នឹងណាតំបន់មួយហ្នឹងអញ្ចឹងតំបន់ទី1គេហៅអីគឺថានេះតំបន់លើអាហ្នឹងគឺគិតពីបដាទៅឡើងរហូតដល់ស្វាយលើហើយនឹងភូមិមួយចំនួននៅលើភ្នំកលែនហើយនឹងនៅជើងភ្នំអាហ្នឹងគេហៅតំបន់លើហើយខ្ញុំមិនលំអិតទេពីរឿងរបររ៉ូស៊ីយើងដឹងថាអ្នកខាងលើហ្នឹងគេរកសัตว์គេរកវត្តរកអីចឹងទៅណាហ្នឹងបន្ទាប់ទៅតំបន់កដាលនេះគឺគេសំដៅទៅលើនេះដែលយើងនៅក្នុងខេត្តសៀមរាបនេះមានមន្ត្រីរាជការមានអ្នកលក់ដូរមានអាជីវករអីច្រើនហ្នឹងអានោះគេហៅតំបន់កដាលហើយមួយទៀតគេហៅតំបន់ជាយក្រុងហ្នឹងគឺតំបន់ដែលភូមិដែលនៅក្នុងទីតាំងរមណីយដ្ឋានដែលយើងហៅតំបន់1អីចឹងគឺសពថ្ងៃហ្នឹងវាមាន112ភូមិណាភូមិនៅជុំវិញប្រាសាទហ្នឹងគេហៅថាតំបន់ជាយក្រុងតំបន់ទី4នេះគឺគេគិតទៅលើតំបន់ដែលវានៅជាប់មាត់ទន្លេនេះដែលយើងនឹងកំពុងតែសិក្សានេះគឺថាមានកំពង់ភ្លុកកំពង់ឃ្លាំងមានចុងឃ្នៀសមានមេជ្រៃមានអីហ្នឹងគឺថាវាយើងបែងចែកចឹងបាទចឹងអាទី4នេះគឺកំពង់ភ្លុកនឹងអីដូចខ្ញុំបានលើកមិញហ្នឹងណាបន្ទាប់ទៅលក្ខណៈភូមិសាស្ត្រកំពង់ភ្លុកអញ្ចឹងនៅសៀមរាបនេះវាមានសហគមន៍នេសាទសំខាន់4មកន័យថានៅជាប់ទឹកណាទី1នេះគឺមេជ្រៃណាមេជ្រៃបន្ទាប់ទៅចុងឃ្នៀសណានេះចុងឃ្នៀសបន្ទាប់មកកំពង់ឃ្លាំងហើយនឹងកំពង់ភ្លុកហ្នឹងគឺថាយើងនិយាយនៅក្នុងបទនៃតំបន់ខាងក្រោមបានន័យថាតាក់ទងនៅក្នុងមនុស្សដែលរស់នៅលើផ្ទៃទឹកអញ្ចឹងសហគមន៍ហ្នឹងច្រើនតែកើតនៅចំណុចប្រសពគ្នារវាងបន្លាយស្ទឹងនិងទន្លេណាទន្លេសាបហ្នឹងហើយអ្នកទាំងនោះមានរបរសំខាន់គឺនេសាទត្រីហើយសប្តាហ៍ថ្ងៃទៅវិស័យទេសចរយើងអីវាឡើងបន្តទៀតទៅគឺយើងផ្ដោតទៅលើរឿង
ទេសចរមួយទៀតដែលដើមឡើយមិនទាន់មានអីទេសចរអីនោះគឺថាគាត់តែនេសាទហ្នឹងទេជួនកាត់ដើរប្រាក់គាត់ធ្វើស្រែចការអីដែរប៉ុន្តែអាស្អីដែលសំខាន់គឺការនេសាទណាការនេសាទអញ្ចឹងទីតាំងនោះអាចជាមណ្ឌលចំណតជួញដូរដឹកជញ្ជូនតាមផ្លូវទឹកតាំងពីសម័យបុរាណមកហើយទៅបានយើងថាអញ្ចឹងឧទាហរណ៍ដូចថាកំពង់ឃ្លាំងអញ្ចឹងកំពង់ឃ្លាំងយើងគ្រាន់តែមើលសិក្សាពីពាក្យឃ្លាំងមួយគឺកំពង់បូកឃ្លាំងអញ្ចឹងទៅយើងសិក្សាមើលបានន័យថាវាជាកន្លែងចំណតអីមួយធំហើយក្រោយមកវាមានពេកសម្ោចអីមួយហ្នឹងទៅនៅក្បែរហ្នឹងណានៅក្បែរហ្នឹងអញ្ចឹងបានន័យថាគឺជាចំណុចសំខាន់ដែលវាពាក់ព័ន្ធនឹងផ្លូវទឹកពីសម័យបុរាណដែរជាកំពង់ជាអីទាំងមួយទៅបាទអញ្ចឹងកត្តាភូមិសាស្ត្រហ្នឹងគឺធ្វើឲ្យអាស្ថានភាពដែលរស់នៅហ្នឹងពាក់កណ្ដាលទឹកពាក់កណ្ដាលគោកបានន័យថាមានរដូវវស្សាឬរដូវទឹកឡើងហ្នឹងទឹកវាឡើងទៅហើយទៅបានមួយទៀតទៅគឺវារាំងទៅដីអញ្ចឹងបើយើងអ្នកនៅតំបន់ជាយក្រុងនៅតំបន់កណ្ដាលអីហ្នឹងគឺវាមួយឆ្នាំទល់មួយឆ្នាំវាអត់ប្រែប្រួលនៃការរស់នៅប៉ុន្តែពួកគាត់មានរែងការផ្លាស់ប្ដូរពេលខ្លះគាត់រស់នៅក្នុងទឹកជួនខ្លះគាត់រស់នៅលើគោកអីចឹងមកណាហ្នឹងហើយយើងមើលផ្ទៃទឹកបឹងទន្លេសាបខែប្រាំងគឺឃើញវារួមទូចដល់ខែវស្សាវារីកដោយសារអីអាទឹកភ្លៀងទឹកអីវាហូរពីបឹងស្ទឹងស្អីនោះធ្លាក់ចូលទៅបឹងទន្លេសាបអញ្ចឹងពេលហ្នឹងឯងដែលអ្នកស្រុកហ្នឹងគឺត្រូវរើផ្ទះរើអីណាពេលខ្លះកំពង់ភ្លុកយើងដឹងថាជាភូមិមួយវាបណ្ដែតទឹកនៅលើទន្លេសាបហើយស្ថិតនៅក្នុងភូមិសាស្ត្រឃុំកំពង់ភ្លុកស្រុកប្រាសាទបាគងខេត្តសៀមរាបដែលមានចម្ងាយពីសៀមរាបហ្នឹងប្រហែលជា30គីឡូពីទីរួមខេត្តហើយវាមានព្រំប្រទល់ខាងជើងជាប់នឹងឃុំមានជ័យខាងត្បូងជាប់នឹងទន្លេសាបខាងកើតជាប់នឹងកំពង់ឃ្លាំងស្រុកសូត្រនិគមហើយខាងលិចវាជាប់នឹងកដែកនឹងចុងគ្នាក្រុងសៀមរាបណាជាទីតាំងហើយយើងនេះឃើញកំពង់ភ្លុកអញ្ចឹងឃើញនៅក្នុងទឹកវាអត់នៅលើដីគោកអីដូចគេទេភូមិអស់ហ្នឹងអញ្ចឹងបើយើងមើលទំហំរបស់វាគឺមាន24,800 ហិកតាហើយវាមានភូមិ3ឃុំហ្នឹងមានតែភូមិ3ភូមិថ្នោតកបុតភូមិគោកក្ដុងភូមិដីក្រហមណាគឺមាន3ភូមិអញ្ចឹងពីមុនអ្នកកំពង់ឃ្លាំងគាត់ចល័តផ្ទះពេលនៅភាសាហ្នឹងគឺគាត់ឡើងមកគោកដល់រដូវប្រាំងគាត់ចុះទៅវិញណាគាត់ចុះវិញគាត់ឡើងចុះរាល់ឆ្នាំប៉ុន្តែឥឡូវវាលែងដូចមុនណាឃើញកាលដែលគេសិក្សាប្រហែលឆ្នាំមុនគឺវាទៅមកទៅខែទឹកខ្លាក់ទឹកឡើងហើមកនៅគោកណាខេត្តភាសាវាទៅនៅក្នុងទឹកដល់តែឥឡូវបរបត់សង្គមហ្នឹងគឺលែងដូចមុនណាគឺផ្ទះនៅកន្លែងណានៅកន្លែងហ្នឹងលែងទៅប៉ុន្តែគេទៅទលេទៅអីកាគឺតាមដោយសារគេស្ដាដីស្ដាបន្លាយហ្នឹងទៅវាបានទៅជាប្រព័ន្ធទឹកមួយអាចចេញពីភូមិចូលដល់ទន្លេសាបវាលែងដូចមុនណាអាទាំងអស់ហ្នឹងដែលជាការកត់សម្គាល់របស់អ្នកស្រាវជ្រាវរបស់អីហ្នឹងហើយយើងរាល់ថ្ងៃយើងធម្មតាយើងទៅមើលឃើញអាហ្នឹងអញ្ចឹងយើងមើលឃើញតែប៉ុណ្ណោះប៉ុន្តែបើយើងអ្នកស្រាវជ្រាវលម្អិតទៅទៀតទៅថាហេតុអីបានគេលែងរើទឹកអាផ្ទះហ្នឹងចុះឡើងមិនងាយទេផ្ទះឥឡូវគេធ្វើធំមិនមែនដូចមុនវាទូចវាចេះរើកើតណាឥឡូវផ្ទះវាធំប៉ុន្តែគេត្រូវធ្វើរបៀបមិនវិញគេដូរអាបរបត់នៃការរស់នៅហ្នឹងណានឹងអញ្ចឹងហើយកំពង់ភ្លុកហ្នឹងវាមានរឿងនិទានរបស់គេទៀតយើងសពថ្ងៃយើងគ្រាន់តែទៅកំពង់ភ្លុកប៉ុន្តែមិនដឹងជារឿងនិទានអីប៉ុន្តែអានេះក្រុមស្រាវជ្រាវយើងបានចុះទៅគេថាមានពេលមួយខ្មែរយើងជាមួយសៀមច្បាំងគ្នាបាំងនៅខេត្តសៀមរាបហ្នឹងដល់ច្បាំងទៅយើងចាញ់សៀមយើងរត់ទៅដល់វាលរិញវាក្រោមហ្នឹងជាប់បឹងទន្លេសាបហ្នឹងហើយទៅតម្រៃមេតបជើងហ្នឹងក៏ងាប់បាត់ទៅគឺគេឲ្យយកទៅកប់ទៅដល់កប់ទៅកន្លែងដែលកប់តម្រៃហ្នឹងគេហៅថាទួលកប់ភ្លុកក្រោយមកវាលែងទៅជាទួលកប់ភ្លុកវាទៅជាកំពង់ភ្លុក
ហើយអានេះយើងជឿមិនជឿអីហើយទេព្រោះវាជារឿងព្រេងណាជារឿងព្រេងធម្មតាដូចថាលើណាក៏វាតែងតែមានរឿងព្រេងភូមិស្រុករបស់យើងគឺតែងតែដាក់ឈ្មោះទៅតាមរឿងព្រេងទៅតាមឈ្មោះរបស់មនុស្សទៅតាមរុក្ខជាតិទៅតាមស្អីចឹងណាទៅតាមស្អីចឹងគឺថាយើងតែងតែប្រើចឹងអញ្ចឹងទៅតែងតែភ្ជាប់រឿងព្រេងអីមួយទៅអញ្ចឹងយើងក៏ត្រូវចង់អ្នកស្រាវជ្រាវក៏ត្រូវតែដឹងដែររឿងព្រេងរឿងស្អីដែលតាក់ទងនៅក្នុងរឿងអស់ហ្នឹងអញ្ចឹងយើងមើលសម័យបុរាណតើកន្លែងកំពង់ភ្លុកហ្នឹងវាស្អីដែរអញ្ចឹងបានន័យថាវាជាច្រកពីតំបន់អង្គរទៅកាន់ទន្លេសាបដែលគេគិតអ្នកស្រាវជ្រាវហ្នឹងគេគិតថាប្រហែលជាមាន3សំខាន់ប៉ុន្តែវាអាចលើសពីនឹងទៅទៀតណាវាអាចលើសពីនឹងទៀតអញ្ចឹងទី1គេហៅស្អីគឺថាទីតាំងទី1ហ្នឹងគឺវត្តគោកមេជ្រៃយើងស្គាល់ទេមេជ្រៃនៅពុះពួកតិចទៅហើយអាហ្នឹងវាគោកទឹកទន្លេវាពាត់ទាំងអស់ប៉ុន្តែកន្លែងហ្នឹងគោកសប្តាហ៍ទៅជាវត្តអញ្ចឹងទៅគេគិតថាជាមណ្ឌលរដ្ឋបាលអីមួយកន្លែងហ្នឹងណាជាមណ្ឌលរដ្ឋបាលអីមួយអញ្ចឹងអាហ្នឹងវាមានស្នាក់ស្នាមនេះនៅមេជ្រៃនិងគោកតាសួសហ្នឹងគឺតភ្ជាប់តាមបលាយត្រង់ចំណុចទឹកវើនៅទិសនិរដីបរាយទឹកថ្លាអ្នកស្រាវជ្រាវសន្និដ្ឋានថាម្ដុំនេះអាចជាក្រុងបុរាណមួយកាលពីមុនសម័យអង្គរហ្នឹងយើងដឹងគ្រប់គ្នាណាយើងដឹងហើយបាទទីតាំងទី2នៅចុងគ្នាបានន័យថានៅខាងត្បូងភ្នំក្រោមដែលភ្ជាប់មកពីតំបន់អង្គរដោយស្ទឹងសៀមរាបឃើញទេគឺថាច្រកទឹកមួយទៀតវាចេញពីទន្លេសាបមកវាចូលមកសៀមរាបយើងនេះតាមស្ទឹងសៀមរាបហើយចំណុចទី3គឺហ្នឹងហើយគឺនេះវត្តកំពង់ភ្លុកបានន័យថានៅខាងត្បូងតំបន់រលួសដែលភ្ជាប់ដោយស្ទឹងរលួសនេះអញ្ចឹងពីតំបន់រលួសទៅកំពង់ភ្លុកវាមានស្នាមទំនប់ភ្លោះដែលរត់ត្រង់ពីត្បូងហ្នឹងពីត្បូងពីជើងទៅត្បូងណានេះបានន័យថានេះអាស្នាមបន្លាយហ្នឹងកន្លែងដែលយើងដាក់ដាច់នេះគឺបានន័យថាវាកន្លែងខ្លះវានៅសល់កន្លែងខ្លះវាដាច់អញ្ចឹងអាហ្នឹងគឺវាយើងមើលទៅផុតពីម្ដុំព្រៃមន្ទីរហ្នឹងមកទន្លេសាបអញ្ចឹងយើងដឹងព្រៃមន្ទីរក៏ជាដែលអ្នកស្រាវជ្រាវមុនគេថាគិតថាប្រហែលជារាជវាំងអីនៅសម័យអង្គរអីណាហើយថ្មីនេះខ្ញុំបានសហការគ្នាជាមួយនឹងសាកលវិទ្យាល័យវ៉ាសាវរបស់ប៉ូឡូញយើងនឹងចុះ MOU មួយសិក្សាស្រាវជ្រាវគឺថាពីបុរាណវិទ្យាក្រោមទឹកអញ្ចឹងទៅយើងប្រើមិនធ្វើកំណាយធ្វើអីទេយើងប្រើម៉ាស៊ីនណាទំនើបហ្នឹងដូច scan ដូច LiDAR បាទនេះយើង scan លើផ្ទៃទឹកអញ្ចឹងទៅខ្ញុំជាមួយគាត់ក៏ជជែកគ្នាថាចង់សិក្សាអំពីរោគមើលអាកំពង់ផែរបស់សម័យអង្គរនៅណាព្រោះសប្តាហ៍ថ្ងៃនេះអត់ដែរដឹងថានៅណាមកអញ្ចឹងតែជាគោលដៅដែលយើងធ្វើគឺម្ដុំទាំងអស់ហ្នឹងពីព្រោះយើងឃើញមានផ្លូវមានអីអញ្ចឹងណាហើយយើងអានេះគ្រាន់ជាការសម័យទេមិនទាន់ចេញទេប៉ុន្តែរឿងដែលធំហ្នឹងយើងបានចុះ MOU ជាមួយគ្នាហើយដើម្បីសិក្សារឿងអស់ហ្នឹងអញ្ចឹងយើងមើលទំនប់នេះវាបាត់ដោយលើណាបើយើងមើលពីលើអាកាសមកវាឃើញអញ្ចឹងហើយវាភ្ជាប់ពីទន្លេសាបគឺពីវត្តកំពង់ភ្លុកហ្នឹងមកដល់ព្រៃមន្ទីរនេះណាវាមកដល់ហ្នឹងនេះបង្ហាញថាកំពង់ភ្លុកវាក៏ជាវាមានទំនាក់ទំនងជាមួយនឹងអតីតរាជធានីអង្គរនៅក្នុងសតវត្សទី9ឬក៏វាអាចមុននឹងទៀតយើងអត់ដឹងទេណាអញ្ចឹងបានន័យថាទីតាំងហ្នឹងវាមានទំនាក់ទំនងគ្នាវាមានសល់ស្នាក់ស្នាមបុរាណច្រើនវាមិនមែនទៅមនុស្សយើងសម័យថ្មីនាំគ្នាទៅនៅទេបានន័យថាវាមានដានហើយបានមានមនុស្សទៅតទៀតហើយក្រៅពីហ្នឹងយើងឃើញមានភ័ស្តុតាងបុរាណវិទ្យាអីផ្សេងទៀតដែលនៅដូចនេះនៅវត្តណាក្រៅពីហ្នឹងយើងឃើញមានម្លែកភាជយើងឃើញនៅក្នុងវិហារមាននេះស្លឹកសីមាអីដែលនៅក្នុងសម័យក្រោយអង្គរណាជាសិល្បៈសម័យអង្គរហើយអានេះវាឃើញមានបល្ល័ង្កយើងឃើញមានស្អីច្រើនទៀតអញ្ចឹងសរុបសេចក្តីទៅបានន័យថាកំពង់ភ្លុកគឺមានមនុស្សទៅរស់នៅហ្នឹងយូរហើយវាមិនមែនទៅមួយសតវត្ស2សតវត្សឬ3សតវត្សអីទេគឺវាមុននឹងទៅទៀតបើកំពង់ភ្លាំងកាន់តែមានច្រើនទៅទៀតណាយើងមើល
ណា អញ្ចឹងមនុស្សរស់នៅហ្នឹងវាមានយូរហើយវាមិនទំមិនរស់នៅទេឥឡូវយើងមកមើលគេទូទៅលើសេដ្ឋកិច្ចនិងអ្នកកំពុងភ្លុកណាគឺថាវាអត់មាននេះដែរយើងមើលទិន្នន័យឆ្នាំ2023ឥឡូវវាអត់ទាន់មានអីទៀតយើងអាចទៅឃើញប្រជាជនមានតែ1003គ្រួសារទេបើធៀបទៅនឹងឆ្នាំមុនណាទៅឆ្នាំមុនគឺវាមានតិចហើយគ្រាន់តែថាអ្នកស្រុកហ្នឹងគឺថាមានជីវភាពមធ្យមមិនជាមានក៏មិនជាក្រដែរគាត់មានលបឲ្យច្រើនណាស់នៅស្រុកហ្នឹងហើយដោយសារតែគាត់នឹងវាមានជីវភាពមធ្យមធ្វើឲ្យអ្នកស្រុកហ្នឹងអត់សូវធ្វើចំណាក់ស្រុកទេក៏អត់ធ្វើចំណាក់ស្រុកទៅរកស៊ីទៅធ្វើការនៅក្រៅអស់ច្រើនគាត់មកធ្វើការអីនៅនឹងក្រុងសៀមរាបយើងនេះណាអញ្ចឹងទៅប្រទេសក្រៅតិចគឺអត់គឺមានតិចវាមិនច្រើនអីទេហើយចំណូលថ្មីក៏អត់ច្រើនដែរអត់ច្រើនកើតទេព្រោះមនុស្សទាំងអស់ត្រូវសម្របខ្លួនទៅរស់នៅលើទឹកផងលើគោកផងហើយទៅដីធ្លីអីទៅនឹងអីទៅយើងពិបាករកអញ្ចឹងអត់សូវមានទេអត់សូវមានអ្នកអីទៅច្រើនទេឥឡូវយើងមើលភូមិកំពង់ភ្លុកវិញភូមិកំពង់ភ្លុកវាមិនមែនរស់នៅបាច់សាច់អីច្រើនដូចយើងនៅលើដីគោកទេភាគច្រើនគឺគាត់រស់នៅតាមបន្លាយឥឡូវយើងមើលនេះនៅក្នុងឆ្នាំ2004ឃើញអត់សូវមានជាជនទេឥឡូវគឺនៅក្នុងឆ្នាំ2023នេះគឺយើងស្រាវជ្រាវឃើញមិនភូមិច្រើនណាស់ដែលនៅនឹងគុំគេដូចគេយើងដូចមានទៅគឺថាអ្នកចំណូលថ្មីអ្នកដែលការហើយបែកគ្រួសារដូចគេចែកដីអញ្ចឹងឃុំហ្នឹងគេចែកដីឲ្យអ្នកដែលបែកគ្រួសារណាបែកគ្រួសារទៅមេឃុំហ្នឹងគេប្រជុំគ្នាអីទៅចែកដីឲ្យគាត់ទៅណាអញ្ចឹងវាសំណាងដែរយើងទៅយកប្រពន្ធអ្នកកំពុងភ្លុកអាចមានដីណាអាចមានដីអីរស់នៅស្រួលដែរណាអញ្ចឹងទៅគឺថាទៅតាមបន្លាយនេះអាហ្នឹងរត់ពីបនរលួសហ្នឹងទៅណាចេញពីរលួសហ្នឹងមកទលេសាបហ្នឹងអញ្ចឹងបានន័យថាគឺគាត់អត់រស់នៅក្នុងព្រៃក្នុងអីញ៉ៃគាត់នៅតែតាមបន្លាយហ្នឹងណាហ្នឹងហើយអញ្ចឹងនេះដូចខ្ញុំនិយាយគឺថាវាមានណាសពថ្ងៃផ្ទះខ្លះអ្នកកំពុងចាប់ដើមពីសាលាឃុំទៅខាងជើងបានន័យថាឡើងទៅជើងណារហូតដល់ជុំវិញខ្ទមតាឡាក់ណាពីមុនភូមិរបស់អ្នកស្រុកគឺចាប់តាពីម្ដុំខ្ទមកលួងមកខាងត្បូងឯបានន័យថាវាចុះមកចេះឥឡូវដល់ពេលប្រជាជនចំនួនមនុស្សវាកើនឡើងវាទៅរួចឡើងទៅព្រោះអាលំនេះវាអស់ហើយអស់ដីហើយអញ្ចឹងវាមានតែទៅឡើងទៅអញ្ចឹងអានេះគឺការតាំងទីហើយទៅយើងមើលអាហ្នឹងជារឿងសាមញ្ញទេប៉ុន្តែដល់ពេលយើងទៅមើលមែនតើអ្នកស្រុកហ្នឹងចាប់ផ្ដើមយល់ដឹងពីការរស់នៅណាគឺគាត់មានអនាម័យគាត់មានប្រគុណអនាម័យអីទៅប្រើឡើងវិញហើយគាត់មានប្រើទឹកស្រះទឹកធូងទឹកទន្លេមែនប៉ុន្តែមានបិទមានចម្រោះអីរបស់គាត់កាលមុនអាហ្នឹងអត់ទេគាត់ដួសទឹកហ្នឹងមកដាំហូបអីអញ្ចឹងប៉ុន្តែឥឡូវគាត់មានអញ្ចឹងដូចសម័យហ្នឹងកាលមុនយើងចេះនាំគ្នាសើចអសាទរខេត្តសៀមរាបជាប់ចំណាត់ថ្នាក់អីដូចថាមនុស្សលេងបន្ទូបងពីវាពីកាយបើនេះយើងស្ដាប់ទៅដូចថាចូលរឿងចម្លែកហ្នឹងមិនអញ្ចឹងប៉ុន្តែមែនតើអាហ្នឹងវាមិនមែនទេណាវាជារឿងការយល់ដឹងណារបស់អ្នកស្រុកណាកាលណាយល់ដឹងអាហ្នឹងទៅការលេងប្រើប្រាស់គុណអនាម័យហូបទឹកអីមានអីអនាម័យទៅសុខភាពគាត់ល្អវាមិនសូវឈឺមនុស្សតែកាលណាឈឺច្រើនអាជីវភាពហ្នឹងវាធ្លាក់ចុះជួយយើងយកលុយទៅជាបាល់ហើយភូមិគេសិក្សាអញ្ចឹងដែរគេមើលគេចង់ដឹងថាភូមិហ្នឹងវារីកចម្រើនគេមើលទៅលើកត្តាទៅមើលភាគរយនៃមនុស្សបើមនុស្សចាស់ច្រើនអត់សូវទេហើយក្មេងច្រើនក៏អត់ដែរជាពិសេសគឺយុវវ័យហ្នឹងវ័យនេះហ្នឹងគឺមានរបបមានកម្លាំងមានរបបរស៊ីអីច្រើនអញ្ចឹងការសិក្សាភូមិមួយអាហ្នឹងជាចំណុចពិសេសដែលយើងមើលរំលងណាស្ដារបន្លាយមួយដើម្បីឲ្យគេនឹងចុះទៅទន្លេសាបបានអញ្ចឹងឥឡូវថាអ្នកពុកលុកសង់ខ្ពស់ផ្ទះខ្លះតសពី10ម៉ែត្របើទៀបពេកទឹកវាមិនចូលទឹកវាចូលពេលរដូវវស្សាអញ្ចឹងទៅវាខ្ពស់ពេកវាត្រូវធ្វើអីវាត្រូវបងបាញ់ហ្នឹងឥឡូវគេវាយជ្រែងឈើវាយអីអញ្ចឹងទៅប្រើខ្សែប្រើអីទៅ
អ្នកខ្លះគេពាក់ខ្សែចង្កេះអីចឹងទៅគេថាអូអានឹងដើរអីក្រុមស្នួរបងបាញ់អីមិនកើតទេអញ្ចឹងអ្នកស្រុកនេះប្រហែលជាអត់ពាក់ខ្សែចង្កេះទេទៅជ្រោកអាក្រុមបងបាញ់នឹងរហូតហ្នឹងមិនអញ្ចឹងជុំបើមិនទៅជ្រោកក្រៅគ្នាមានបានអីទៅតែបើវាស្កាត់ណាអញ្ចឹងទៅគឺការពៀព្យុះអីក៏ត្រូវតែធ្វើអាហ្នឹងជុះព្រៀងហ្នឹងបាទហើយអាខ្ពស់នេះមិនមែនជារឿងអត់ប្រយោជន៍ទេមនុស្សអាចស្នាក់នៅនឹងបានអាចដាក់សម្ភារៈនេសាទហើយបើពេលរដូវវស្សានៅទឹកឡើងអត់ទៅឆ្អើរត្រីអីនៅតាមអានឹងផ្លូវអីកើតទេគឺគាត់ឆ្អើរនៅក្រុមហ្នឹងក្រុមផ្ទះហ្នឹងគាត់ធ្វើរៀនអីឆ្អើរត្រីអាហ្នឹងយើងទៅមើលអាហ្នឹងបានយើងដឹងថាអាហ្នឹងឃើញវាចម្លែកពីអ្នកស្រុកយើងលើនេះបាត់អ្នកខាងក្រោមគាត់រស់នៅរបៀបមួយបានបើយើងមើលវិស័យអប់រំវិញគឺនៅកំពង់ភ្លុកមានតាំងពីមត្តេយ្យរហូតដល់វិទ្យាល័យណាអញ្ចឹងឃើញនៅនោះមានមត្តេយ្យមាន2គឺមានមត្តេយ្យឯកជនមួយបណ្ឌិតសហគមន៍មួយរបស់រដ្ឋមួយហ្នឹងស្លាបធម្មសិក្សាមាន1អនុវិទ្យាល័យមាន1វិទ្យាល័យមាន1ពីមុនមនុស្សដែលចូលកូនសិស្សដែលរៀនដល់វិទ្យាល័យត្រូវធ្វើដំណើរពីកំពង់ភ្លុកមកបកងឥឡូវអត់ទេគេមានសាលានៅហ្នឹងរៀននៅហ្នឹងទៅគឺរៀននៅហ្នឹងផ្ទាល់ហើយឥឡូវវាអត់អីពិបាកទេព្រោះផ្លូវឥឡូវផ្លូវកស៊ូម្ដេចធឹបដីលោកធ្វើមួយខ្សែឲ្យអ្នកស្រុកនឹងរស់នៅជិះទៅទៅឥឡូវវាធំវាស្អាតវាល្អណាស់បាទអញ្ចឹងគឺថាមនុស្សតិចណាស់ដែលអត់បានរៀនណាស់នៅស្រុកនេះតិចណាស់គ្រូភាគច្រើនពីបឋមសិក្សាដល់ពីមត្តេយ្យដល់បឋមសិក្សាហ្នឹងភាគច្រើនអ្នកភូមិអ្នកស្រុកកំពង់ឃ្លាំងហ្នឹងមិនដែរបើគ្រូអនុវិទ្យាល័យច្រើនតែមកពីតំបន់ផ្សេងនៅគេបញ្ជូនទៅណាហ្នឹងណាគឺថាវិទ្យាល័យទៅមកកើត2017នេះទេហើយគ្រូមានកម្រិតដែរវាមានត្រឹមតែ4នាក់អីប៉ុន្តែយើងមើលទៅវាប្រហែលថ្នាក់ហ្នឹងគឺ4ថ្នាក់អញ្ចឹងគ្រូ1កាន់មួយថ្នាក់ណាក្រៅពីនោះក៏មានមណ្ឌលសុខភាពគឺគេធ្វើនៅ2019ពីមុនមានតែប៉ុស្តិ៍ហើយប៉ុស្តិ៍ចល័តណាគេធ្វើនៅលើទឹកប៉ុន្តែឥឡូវគឺគិតពីចំនួនប្រជាជនអីគិតពីឃុំវាអីទៅហើយវាឆ្ងាយទៅរដ្ឋាភិបាលនេះបានធ្វើមណ្ឌលសុខភាពមួយដាក់មណ្ឌលសុខភាពសៀងណាំកំពង់ភ្លុកណាអញ្ចឹងទៅមានគ្រូពេទ្យមានអីនៅហ្នឹងទៅអញ្ចឹងមានជំងឺអីដែលធ្ងន់គេអាចមកមណ្ឌលសុខភាពនៅបកងនេះហើយទៅពេទ្យខេត្តណាទៅពេទ្យខេត្តតែមនុស្សទាំងអស់ហ្នឹងហើយទោះបីជាមានមណ្ឌលសុខភាពមានស្អីហើយអស់ហើយហ្នឹងក៏មនុស្សតែងតែព្យាបាលជំងឺតាមទំនៀមពីបុរាណខ្លះដែរវាមិនមែនអត់ទេរហូតដល់យើងសប្តាហ៍ថ្ងៃនេះហើយនៅក្នុងក្រុងក៏មានមនុស្សផឹកថ្នាំខ្មែរផឹកស្អីណាឆ្លងទលេអីនេះក៏មានឈ្មោះបុរាណអីចឹងទៅមានឈ្មោះបុរាណអញ្ចឹងហើយបាននៅក្នុងតំបន់អង្គរយើងនេះសប្តាហ៍ថ្ងៃទោះបីជាទៅឆ្លងទលេនៅនឹងមណ្ឌលសុខភាពប៉ុន្តែក៏គេនៅមានធ្វើកិច្ចពិធីអីតាក់ទងនឹងកាត់សក់កក់ឆ្មបអីណាទោះបីតែកើតនៅក្នុងមែនក៏គេមកធ្វើនៅផ្ទះព្រោះអាហ្នឹងជាទំនៀមបើសិនជាឥឡូវបើកើតគិតតែពីតកើតនៅក្នុងមណ្ឌលសុខភាពគឺថាវាបាត់ដែរទំនៀមហ្នឹងប៉ុន្តែអ្នកស្រុកគាត់នៅតែរក្សាកើតចុះប៉ុន្តែគាត់មកធ្វើនៅផ្ទះខាងទៀតអញ្ចឹងទៅក្រៅពីហ្នឹងគឺមានចុះអប់រំអ្នកស្រុកហ្នឹងឲ្យចេះប្រើឲ្យយល់ដឹងពីការប្រើប្រាស់វ៉ាក់សាំងពីអនាម័យវាអីបានច្រើនដែរណានៅក្នុងហ្នឹងអញ្ចឹងយើងមើលជារបររស់ស៊ីគឺថាដោយសារពួកគាត់រស់នៅលើទឹកអញ្ចឹងភាគច្រើនរបររបស់គាត់សំខាន់គឺនេសាទការនេសាទហើយផុតពីនេសាទហ្នឹងទៅគឺដូចខ្ញុំបានលើកពីមុនហ្នឹងគឺគាត់ដើរតួនាទីសំខាន់មួយទៀតគឺការផ្ដល់សេវាកម្មខាងផ្នែកទេសចរគឺគាត់មានទូកមានកណូតមានទូកចែវមានអីហ្នឹងដើម្បីដឹកភ្ញៀវទេសចរហ្នឹងអ្នកមើលណាមាន
từ mưa phun mưa xây bọc quạt chứ phải cẩu cang vậy ấy chẳng đó nè và hay cái nông cái nhom xôm lực pi rương tầm lại rương xây cái à năng vừa chỉ cả sắc xa một xây tiệt chẳng phật pi năng tới miền là bộ xây cứ tha chả tây vừa tia từ học lục đồ xây chẳng riêng đó này miền đặc cả miền phú miền xa từ áp xa chả lát cái đã lươn một tô từ lụa thấy lụa sạch lụa lái lưỡi cùng miền chứ đó thì chớ là lớn nó salon nó và nó ngà sọc na trông cặn mọi nhộp nó cô sổ bô đây nó không mình đây là lớn thì cả nam miền lôi miền cạn đấy mà tới ca sọc ăn sầm ăn chẳng anh ấy nấy sàn nhưng khi nấy sàn được vùng lục nó cứ tham miền của bên này dúi nè cứ thà cọt từ nấy sàn đấy bên đó được nhau một chuyện thì muốn cứ tham ta ngày khai đại ngày sơ lấy cái ọt từ chẳng cả ngày nó tự đó nó đạp tôi hưng lấy ra ấy chuyên karaoke chuyên ngọc vừa thuật vì ngày nó nghiện ngạt đó gồm lưới cho từ nấy ra rồi bộ ngày nó đăng tới na nó bánh nó phun rồi đó cả từng bờ lâm nhầm từ đó ai theo vì nó cứ miền ông tu ông ấy tam mơ ram ấy chân tới đó ở bọn nhà sọc nhà phun đó đi dựng đấng này là bộ đợt nhiều và còn anh ấy chán ra lục thầm ấy nó lo từ xu ấy là và cho lục bọt ấy nó cứ thì thừa thầm ấy ở hai nè chặt nè thấy tít chó từ lên chớn đó từ lên trời nó lớn đầm bay sầm rùa đo lợ cả đo xì vá tít chó nó cái ban bậc cao xã cùng cùng lục chưaកើតសហគមន៍កំពង់ភ្លុកមួយណានៅក្នុងឆ្នាំ2011ហ្នឹងពីមុនវាជាសហគមន៍ឯក្រោយមកវាគេហៅថាវាមិនមែនទៅសហគមន៍ទេឥឡូវមកជាសហគមន៍ណាអញ្ចឹងទៅមានជីកណូតជីស្អីនេះដូចយើងឃើញដើរមើលភូមិមើលអីមើលផ្ទះលិចទឹកហើយខ្លះក៏គេមានធ្វើ homestay នៅនឹងដែរដាក់នឹងបាទហើយដូចទូកច្រើនណានៅនឹងមិញមាន1300គ្រួសារទូកក៏មានច្រើនតាមនឹងដែរហើយគេចែកវេនគ្នាច្រើនពេកអញ្ចឹងទៅមួយថ្ងៃបានមួយវេនអញ្ចឹងទៅតាមវេនទៅវាមានច្រើនគ្រួសារអញ្ចឹងការរស់នៅការអីរបស់ពួកគាត់កុំឲ្យឆ្លោះគ្នាបង្កើតអាសមាគមហ្នឹងចែកពេលចែកវេលាអីទៅហើយគាត់អាចមានជីវភាពធូរធារដែរតាមរយៈការផ្ដល់សេវាលើផ្នែកទេសចរហើយចំណុចនេះខ្ញុំទុកឲ្យសហការីខ្ញុំគាត់បន្តគុំគេហ៎យើងពេលយើងចុះទៅសិក្សាប្រចាំថ្ងៃទៅយើងរកបានអំពីប្រតិទិនមួយក្នុងសម្រាប់ភូមិភ្លុកហ្នឹងថាតើខែមួយគាត់ធ្វើអីខ្លះក្នុងហ្នឹងដូចខ្ញុំបង្ហាញក្នុងតារាងអញ្ចឹងគឺមិនមានបុណ្យទេសមានឡើងមៀកឆាន់សានដាក់តណៈចូលឆ្នាំឆ្លងចែកដាក់តណៈហ្នឹងមាន3ដងដាក់តណៈពេលទឹកឡើងមានពេលប្រជុំបិណ្ឌមានពេលចេញភាសានិងអកខែអុំទូកប៉ុន្តែក្នុងការសិក្សាថ្ងៃហ្នឹងក្រុមខ្ញុំនឹងចោះយកតែពិធីនេះដែលតកតងនឹងមនុស្សអ្នកតាហើយនឹងព្រាយយកមកបង្ហាញនៅថ្ងៃនេះតែប៉ុណ្ណោះគឺថាទី1យើងនឹងលើកយកអំពីពិធីរតនៈពេលខែទឹកស្រកគេធ្វើ3ចូលគ្នាគេធ្វើឆាន់សានផងឡើងមៀកផងចូលគ្នាក្នុងថ្ងៃទី1ទី2គឺពេលខែទឹកឡើងរតនៈម្ដងទៀតដល់លើកទីដល់បញ្ចេញភាសាគេធ្វើម្ដងទៀតនៅខែអាសត់ហ្នឹងគេហៅចេញភាសាអ៊ំទូថ្ងៃអ្នកតាហ្នឹងទៅនឹងអ្នកតាដែរដោយឡែកដតនៈដែលធ្វើខ្ញុំសូមបញ្ជាក់ថាដតនៈពីដើមវិញគឺធ្វើមួយឆ្នាំ3ដងពេលខែទឹកស្រកខែម្លងខែមីអីហ្នឹងខែនេះឯងតមកទៀតខែចែកលើកទី3គឺខែពេលទឹកឡើងខែ7ខែ8ប៉ុន្តែឥឡូវនេះគេកាត់ចេញហើយដតនៈខែឆ្លងខែចែកហ្នឹងណា
ក្រំហេតុផលថាខ្វះធនធានហើយនឹងអ្នកស្រុកលើគាត់រវល់រឿងទេសចររឿងអីផងទៅគាត់សុំអ្នកតាថាសុំធ្វើទៅ2 ដងបានហើយគឺថាពេលខែទឹកស្រកនិងពេលខែទឹកឡើងហើយទៅយើងបើយើងមើលទៅយើងអាចស្វែងយល់ធំជាងហ្នឹងគឺថាហេតុអីបានយើងអាចដកវាមាន3 ដងតែមិនបានយើងអាចដកមួយកណ្ដាលចេញមិនបានទុកតែពេលទឹកឡើងទឹកស្រកបើយើងមើលអ្វីឆ្ងាយទៅគឺថាវាតាក់ទងនឹងរឿងទឹកឡើងខ្សែទឹកហើយនឹងរឿងត្រីហើយខ្ញុំអត់ខ្ញុំទុកឲ្យសហការីខ្ញុំគេលម្អិតពេលក្រោយទៀតយើងនឹងទូទៅថាអ្នកតាគេថាតាក់ទងនឹងរឿងកសិកម្មខ្ញុំឧទាហរណ៍ដូចសភៅនេះនៅនេះយើងមាននៅអប្សរានេះក៏មាននៅនឹង CKS នៅវឌ្ឍនៈក៏មានដែរគឺថាអ្នកសិក្សាកន្លងមកគេយល់ថាអ្នកតាតើតួនឹងកសិកម្មរឿងស្រែរឿងស្រូវចឹងទៅឧទាហរណ៍ថាដូចយើងធ្វើបទឡើងអ្នកតានៅកណ្ដាលណាយើងធ្វើឡើងមៀកឆ្លងចែកសុំទឹកភ្លៀងទៅអ្នកតាគេថាធ្វើចំពេលដែលច្រូតស្រូវរួចពេលចាប់ដើមភ្ជួរហើយនឹងពេលកំពុងស្រូវចាប់ដើមល្អយើងចាប់ដើមសុំទឹកភ្លៀងម្ដងទៀតគឺថាដំណើរពិធីហ្នឹងតើតើនឹងរឿងអ្នកតាទាំងអស់រឿងស្រែរឿងស្រូវទាំងអស់ឧទាហរណ៍ដូចសភៅនេះលោកគ្រូចលៀនអ្នកសរសេរបើយើងចង់ដឹងច្បាស់ពីអ្នកតាយ៉ាងម៉េចទៅមើលសភៅគាត់សរសេរតែបណ្ឌិតគាត់ឲ្យបោះពុំហ្នឹងគាត់និយាយច្រើនណាស់រឿងអ្នកតានិងកសិកម្មដល់ពេលទី2នេះរឿងសង្ខេបខ្លីមែនទែនគាត់ថាភូមិមួយធំអញ្ចឹងប៉ុន្តែគេត្រូវការអ្នកតាមួយដើម្បីការពារយើងមានមេភូមិការពារដូចថាចាំមើលគ្រប់ថែមនុស្សយើងណាមើលគ្រប់គ្រងមនុស្សជារដ្ឋបាលដល់ពេលជាអមនុស្សដែលយើងមើលមិនឃើញគឺអ្នកតានេះឯងហើយអ្នកតាហ្នឹងដូចជាចំណុចកណ្ដាលមួយដែលជាប្រភពនៃធម្មពលនៃដីឧទាហរណ៍ថាយើងចង់ធ្វើស្រែល្អឆ្នាំហ្នឹងយើងត្រូវសុំអ្នកតាយើងដីវាធំភូមិអញ្ចឹងដីភូមិធំយើងមិនដឹងរកណាយើងត្រូវអ្នកតានេះឯងជាកន្លែងសម្គាល់ដែលយើងអាចតាក់ទងរវាងមនុស្សបានហើយនឹងដីសម្រាប់សុំឲ្យមានភោគផលច្រើនមានការសាកមួយទៀតរបស់ Alan Flores ហ្នឹងនិយាយពីអ្នកតាដែរគាត់ប្រមូលឯកសារចាស់អំពីអ្នកតានៅតាមខេត្តផ្សេងៗមកចងក្រងជាសភៅមួយក្បាលសភៅ4ហ្នឹងសំខាន់ដូចគ្នាបើសភៅនេះផងនិយាយពីអ្នកតាដែរតែនៅភ្នំពេញណោះដោយសារអីដោយសារកាលមុនហ្នឹងភ្នំពេញមិនមែនដូចរាល់ថ្ងៃតែភ្នំពេញមានអ្នកធ្វើស្រែមានអីយ៉ាងដែរអញ្ចឹងទៅមានអ្នកតាដែរនៅកំពង់ភ្លុកនេះពេលដែលយើងមើលពិនិត្យមើលទីតាំងភូមិសាស្ត្រហើយនឹងពិនិត្យមើលឈ្មោះទៅយើងឃើញថាវាមានលក្ខណៈពិសេសរៀងខ្លួនរបស់តួមេតាហ្នឹងខ្ញុំបង្ហាញនៅទីនេះដោយសារអ្នកតាគាត់មានខ្ទមប៉ុន្តែមានអ្នកតាខ្លះអត់មានខ្ទមទេអត់មានជាអីជាសម្គាល់ទេបើយើងមើលទៅឃើញនេះខ្ទមមេតាទាំងអស់បែរទៅរកខាងកើតឬក៏ឦសានហើយតែងធ្វើខ្ពស់ផុតពីដីអញ្ចឹងទៅបើយើងអត់ចាប់អារម្មណ៍ទេយើងដឹងជាខ្ទមមេតាផងអូថាពេលខ្ញុំទៅដំបងខ្ញុំអត់តន់ស្គាល់ហ្នឹងខ្ញុំដើររកខ្ទមមេតាខ្ញុំរកឃើញទេតែសារវាប្រឡំមួយផ្ទះពួកគណិតខ្ញុំគិតថាខ្ទមមេតាយើងនៅតំបន់កណ្ដាលនេះគឺថាធ្វើនៅផ្ទាល់ដីមានដើមឈើក្រុមអីអញ្ចឹងទៅណាដល់ពេលទៅហ្នឹងខ្ញុំគិតដោយសារគូក្បាញ់ខ្ញុំគិតរឿងហ្នឹងទៅដល់ហ្នឹងខ្ញុំដើររកឃើញទេខ្ញុំរកមើលនេះមើលនោះអត់ឃើញចុងក្រោយទៅសួរគេបានគេប្រាប់ថាខ្ទមមេតានៅលើនេះទេនេះតានៅលើមិនមែននៅក្រោមដូចយើងនៅខេត្តកណ្ដាលនៅតំបន់កណ្ដាលនេះទេអ្នកតាដែលធំជាងគេគឺតាឃ្លាំងនេះបើយើងមើលទៅក៏លោជាងគេដែរមិនគឺថាអ្នកតាគេមានតែមួយខ្នងអញ្ចឹងណាដំបូងណាតែអ្នកតាឃ្លាំងនេះមានតែ2ខ្នងបង្ហាញពីអំណាចពីទូនាទីរបស់គាត់ធំជាងអ្នកតាដតីមានអ្នកតាខ្លះគាត់មានរូបតំណាងអ្នកស្រុកទៅធ្វើឲ្យរូបជារូបមនុស្សអញ្ចឹងណាខ្លះទៀតអត់មានជាដុំថ្មម្ដុំអញ្ចឹងទៅខ្លះទៀតអត់មានអីទាំងអស់ជាព្រោះអ្នកតាជាគឺថាជាអមនុស្សអត់មានរូបទេមនុស្សទេបង្កើតរូបដើម្បីឲ្យមានតំណែងទោះអត់រូបក៏យើងគិតថាវាមានព្រលឹងមានស្អីមួយដែលយើងអាចតាក់ទងបានដែរអ្នកតាទាំងអស់នេះមានមួយខុសគេខ្ញុំដាក់ពណ៌លឿងដើម្បីចំណាំគឺថាតាវ៉ាន់នេះមិនមែនជាអ្នកតាទេជាគ្រូធំជាបារមីរបស់
បងកំពុងភ្លុកហ្នឹងគាត់ហ្នឹងទៅថាមានតែអាសនៈយ៉ាងឯងព្រោះអីព្រោះជាគាត់ជាផ្ទះជាអ្នកស្រុកគាត់ហ្នឹងទៅថាអ្នកស្រុកគាត់ជឿថាគាត់ចេះមើលជំងឺចេះអាចដឹងថាមានអមនុស្សអីមករោគធ្វើបាបអីអ្នកស្រុកទៅគាត់ជាអ្នកជួយអ្នកជាដូចស្ពានចម្លងរវាងមនុស្សនិងអមនុស្សឲ្យសួរដេញដោលគ្នាបានសំទឹងអត់នេះឈុំអ្នកតាទាំងអស់មិនមែនទាំងអស់ទេថាមួយចំនួនធំដែលតកតមួយអ្នកស្រុកខ្លាំងនៅមិញបងថាខ្ញុំមានភូមិ3សំខាន់ភូមិកបត់ដីក្រហមនិងគោកក្ដលអានេះមិនភូមិអានេះជាតំបន់ដែលគេហៅចំណាំណានៅខាងកបត់មានតលងនិងតសានតលងហ្នឹងនៅខាងតាមចាំមើលបន្តទៅទៀតមើលតែឈ្មោះទូនទីគាត់សិនតលងនេះគឺថាទូនទីគាត់មុននឹងគេចេញទៅរត់ត្រីគេមកបន់គាត់សុំគាត់ទៅណាព្រោះគាត់នៅដូចនៅកន្លែងមាត់ស្ទឹងមាត់អូយ៉ាងឯងតសានបើមិនតសានអ្នកការពារស្នោតកំបត់ហ្នឹងហ្នឹងគេហៅដូចយើងហ្នឹងណាយើងភូមិមួយតែមានអ្នកតាប្រចាំភូមិគឺថាចាំមើលថែការពារភូមិយើងចឹងណាការពារកុំឲ្យមានជំងឺហើយឲ្យមានភោគផលស្រូវច្រើនតែអ្នកនោះអត់ធ្វើស្រែទេនៅភូមិដីក្រហមហ្នឹងមានអ្នកតាច្រើនមានជំទាវបាតដីខ្ញុំសួរទៅពេលដើមមកគេមិនហៅអញ្ចឹងគេហៅជំទាវបាល់ដីបើយើងយកឈ្មោះហ្នឹងមកមើលជំទាវបាល់ដីគឺថាបលស្អាតនឹងលោវាតកតននឹងរឿងការពារដូចយើងរាល់ថ្ងៃយើងមានហៅទ្វារបាល់អញ្ចឹងទ្វារបាល់គឺអ្នកយាមទ្វារយើងមាននគរបាលអ្នកយាមនគរអ្នកអីចឹងណាតែដល់យូរទៅវាវិវត្តទៅជាជំទាវបាល់ដីទៅវិញតមកទៀតមានយាយម៉ៅហ្នឹងគាត់អ្នកមើលការខុសត្រូវនៅវត្តនៅភូមិនៅវត្តវិញខ្ញុំចេះគិតថាយាយម៉ៅនេះពាក្យថ្មីទេពាក្យថ្មីដែលអ្នកស្រុកទៅមកហៅប្រហែលជាគាត់ចង់ហៅសម្រាលព្រោះអ្នកស្រុកដើមខ្ញុំសួរទៅថាអ្នកស្រុកដើមគេមិនហៅយាយម៉ៅគេហៅនាងខ្មៅខ្ញុំចេះគិតថាប្រហែលជាគេចង់សម្រាលពាក្យខ្មៅនឹងវារួចដាច់ពេកទៅគេមកជាយាយម៉ៅវិញម្យ៉ាងមួយសំខាន់ទៀតគឺថាដោយសារយាយម៉ៅនេះឥឡូវល្បីយាយម៉ៅមានយាយម៉ៅនៅយាយម៉ៅនៅខាងសមុទ្រយាយម៉ៅនៅអីចឹងណាប្រហែលជាឥទ្ធិពលហ្នឹងមកពីខាងក្រៅចូលមកធ្វើឲ្យអ្នកស្រុកផ្លាស់ប្ដូរបន្តិចម្ដងគិតថាយាយម៉ៅដូចគ្នាទេយាយម៉ៅយើងណាយាយម៉ៅយើងនោះនៅរបៀបតែមួយបើនៅកន្លែងហ្នឹងនៅទីតាំងហ្នឹងខ្ញុំសួរថាពេលដើមមានរូបចម្លាក់ទេភេទស្រីមួយនៅកន្លែងរោងអ្នកតាហ្នឹងតែត្រូវគេលួចយកទៅបាត់ទៅរូបចម្លាក់ហ្នឹងអ្នកខ្លះថាធ្វើពីថ្មខ្លះទៀតថាធ្វើពីសំរិទ្ធអញ្ចឹងអត់ដឹងថាជាស្អីខ្ញុំជឿថាថ្មចឹងជាងយាយម៉ៅនាងខ្មៅហ្នឹងជាអ្នកតាមួយដូចថាខ្លាំងជាសម្បូរនៅអង្គរនេះក៏មានដែរដូចនៅប្រាសាទមេបុនយើងមានអ្នកតាមួយនៅប្រាសាទហ្នឹងគេហៅអ្នកតានាងខ្មៅដែរនៅលលីនេះក៏មានដែរគេហៅនាងខ្មៅដែរពេលឡើងមៀកឡើងអីគេអញ្ជើញគាត់ឲ្យមកដែរនៅតាមបន្ទាប់គឺនៅតាមមេឃ្លាំងនេះផាច់តតនៅរឿងឃ្លាំងស្តុកតំណែងអីអញ្ចឹងដែរក៏គាត់ថាបានប៉ុន្តែឃ្លាំងមួយទៀតហ្នឹងដូចថាខ្ញុំមើលសភៅរបស់អាណាគីយ៉ូអីគាត់និយាយថាឃ្លាំងហ្នឹងអាចដូចថាឃ្លាំងមឿងអីចឹងណាវាតតនឹងរឿងពាក្យថាកដាលក្នុងភាសាសៀមភាសាលាវឃ្លាំងខ្លាំងអីហ្នឹងតតនឹងរឿងកដាលដូចឃ្លាំងមឿងអញ្ចឹងមានថាវានៅជាស្អីដែលកដាលជាអំណាចមួយធំនៅកដាលទៅគេយកអាហ្នឹងឯងជានៅស្រុកថៃនៅស្រុកលាវគេថាគេធ្វើបកគោលមួយទៅគេមានកប់មនុស្សកប់អីចិត្តហើយកន្លែងហ្នឹងគេហៅឃ្លាំងដែរគឺថាគេរកស្អីដូចជាកដាលភូមិហើយព្រោះកដាលហ្នឹងវាមានអនុភាពវាមានអំណាចអីពិសេសតទៅនឹងរឿងកដាលហើយមិនចែកដនទេគឺថាអ្នកតាឃ្លាំងហ្នឹងនៅកដាលភូមិកដាលឃុំកំពង់ភ្លុកមែនពុកអញ្ចឹងដែរប៉ុន្តែហើយអ្នកតាធំជាងគេទាំងអស់មកទាំងអស់ហ្នឹងណាធំជាងគេអ្នកតាឃ្លាំងនេះឯងប៉ុន្តែម្សិលមួយថ្ងៃមួយនេះខ្ញុំទៅលេងនៅខាងឃុំមានជ័យនេះទៅដល់ខ្ញុំឃើញគេដាក់ផ្លាកកន្លែងដែលគេឃ្លាំងស្តុកត្រីគេហ្នឹងគេដាក់ហាមរកត្រីនៅក្នុងឃ្លាំងខ្ញុំរកមនុស្សសួរបានថាម៉េចបានហៅ
ហៅអាងឃ្លាំងដាក់ត្រីហ្នឹងថាឃ្លាំងអញ្ចឹងដែរណាហើយវាអាចមេឃ្លាំងហ្នឹងអាចរឿងត្រីហ្នឹងទៀតហើយអាចអញ្ចឹងដែរលេយើងត្រីទៅគេបកពីត្រីទេបាទនៅតាមបន្ទាប់ទៀតតពិលតពោចតាកុហតតាមុខ4តកាក់ខ្ញុំមិនដឹងថាម៉េចបានគេអាហ្នឹងយើងរកហេតុផលប្រយោជន៍អត់ឃើញដែរណាឈ្មោះអស់នេះណាតាក៏លេងស្រស់ប៉ុន្តែទាំងអស់ហ្នឹងអ្នកតាមមួយចំនួនហ្នឹងទោះបីគាត់នៅការពារវត្តហ្នឹងតែពេលយើងសួរអ្នកស្រុកខ្លះទៅគាត់ស្គាល់ទេគឺថាអ្នកតាហ្នឹងស្គាល់តែស្គាល់ក្នុងចំណោមអ្នកដែលគេប្រតិបត្តិខ្លាំងអ្នកដែលគេមានរូបកាន់រូបអីទៅបានគេស្គាល់អ្នកស្រុកល្មមអត់ដឹងទេអត់ស្គាល់ឈ្មោះហ្នឹងទេតវ៉ាន់ហ្នឹងខ្ញុំថាហ្នឹងមិនមែនអ្នកតាទេខ្ញុំដាក់ចូលដែរព្រោះគាត់សំខាន់ណាស់គាត់ហ្នឹងដូចថាជាបារមីជាគ្រូធំជាអ្នករកហេតុនៃជំងឺក្នុងភូមិហ្នឹងឧទាហរណ៍ថាមានអ្នកឈឺគេទៅពេទ្យមិនបាត់ចឹងទៅគេទៅជួបគាត់ថាតាមិនចេះមិនខ្ញុំឈឺចេះតាហ្នឹងក៏ជួយមើលជួយស្ដោះជួយអីចឹងទៅហើយគាត់នេះឯងជាដូចថាអនុប្រធានចឹងតែឃ្លាំងហ្នឹងប្រធានតវ៉ាន់នេះដូចអនុប្រធានចឹងគឺថាពេលគេត្រូវការអីគេទៅរកគាត់ហ្នឹងទៅគាត់ត្រូវពាក្យសារមួយតែឃ្លាំងទៀតដើម្បីដោះស្រាយពេលមានអមនុស្សមានជំនឿមានមិនល្អមកពីបរិយាកាសខាងក្រៅមករករឿងអ្នកស្រុកគោកដលនេះមានតកោអ្នកការពារភូមិដែរតកោនេះមិនមានតែនៅពងភ្លុកទេនៅខាងចុងគ្នានេះគេមានតកោដែរនៅខាងត្បូងចុងគ្នាផុតហ្នឹងមានខ្ទោមួយឥឡូវគេធ្វើថ្មគាត់ក្រហមហ្នឹងមានតកោដែរយកដឹងថាតើវាតាក់តងគ្នាយ៉ាងម៉េចតកោហ្នឹងបានមានមនុស្សគោឬក៏ស្អីមួយនិយាយមិនរួចហើយពេលដែលរូបចូលតកោហ្នឹងគឺថាអ្នកនោះអត់និយាយមែនណាគឺថាធ្វើតែកាយវិការអីចឹងណាបង្ហាញថាគាត់នឹងអង្គនិយាយកើតប៉ុន្តែខ្ញុំគិតថាវាមានអីសំខាន់ហើយបាននៅចុងគ្នាក៏មាននៅកំពង់ភ្លុកក៏មានពីរហ្នឹងអត់ឆ្ងាយពីគ្នាទេអត់ឆ្ងាយពីគ្នាប៉ុន្មានទេនៅតាមបន្ទាប់ទៀតគឺតឡាក់គាត់នឹងនៅចុងភូមិឡាក់នេះខ្ញុំមើលវិញនឹងក្រោមថាពាក្យហ្នឹងពាក្យថៃដែរថៃឡាវដែរដៅលើបកគោលដូចយើងនៅសាស្រង់យើងមានភាសាឡាក់វាក៏គេហៅយើងហៅបកគោលឡាក់អញ្ចឹងណាតែខ្ញុំរកបកគោលអត់ឃើញទេនៅហ្នឹងឲ្យមានបកគោលតែមានខ្លួនមតាអញ្ចឹងនៅព្រៃគុកនៅខាងត្បូងភូមិផុតហ្នឹងមានព្រៃគុកពីសហគមន៍ហ្នឹងមានអ្នកតាមួយធំដែរអ្នកតានងគាត់ហ្នឹងមើលការខុសត្រូវច្រកចេញចូលរវាងទន្លេនិងភូមិហើយគាត់នឹងឯងជាអ្នកនាំកិច្ចការនាំស្បៀងនាំអីទៅទន្លេមានថាគាត់ហ្នឹងដូចជាអ្នកកដាអញ្ចឹងថាកាលណាអ្នកតាស្រុកចង់ទៅទន្លេអត់អាចទៅផ្ទាល់បានទេត្រូវមកឆ្លងកាត់តានងនេះសិនបានអ្នកតានងនេះអ្នកបញ្ជូនបន្តអ្នកតាទន្លេក៏ដោយបើចង់មករកអ្នកតាស្រុកពឹងពាក្យអីមួយក៏អត់អាចជួបផ្ទាល់ដែរត្រូវមករកតានងនេះដែរហ្នឹងជាដូចថាជារដ្ឋបាលមួយរបស់អមនុស្សនៅពងភ្លុកហ្នឹងនៅមាត់ពីមរវាងបែងចែករវាងទន្លេហើយនឹងភូមិនឹងភូមិហ្នឹងគឺថាមានអ្នកតាមួយទៀតអ្នកតាពុះទឹកអ្នកតាហ្នឹងអត់មានរោងអត់មានអីទេតែគេថាមានកោះមួយនេះគាត់ហ្នឹងមើលការខុសត្រូវច្រកចេញចូលរវាងទន្លេហើយនឹងព្រៃគុកផ្ដល់ដំណឹងមកតានងដើម្បីឲ្យតានងហ្នឹងថាមានអមនុស្សមួយមកមិនល្អមកទៅតាពុះហ្នឹងរីកាងតានងតានងថាមានអីមកយើងតានងហ្នឹងមកប្រាប់តាឃ្លាំងតាវ៉ាន់នេះណាតាអីចឹងទៅឲ្យចាត់ចែងយើងមានអ្នកមិនល្អមកចឹងណាយើងត្រូវហ្នឹងយើងនិយាយទូស្ដាប់ដល់នៅផ្ទៃទន្លេសាបហ្នឹងមានអ្នកតាមួយសំខាន់ដែរគេហៅតាកងគួចស្រាប់ផ្ទៃទន្លេយើងអាចមានអ្នកតាបានទេមិនអាចធ្វើរោងបានទេប៉ុន្តែមានជាអមនុស្សហ្នឹងខ្ញុំដាក់បង្ការគ្រោះថ្នាក់ហ្នឹងខ្ញុំអត់ធ្វើត្រូវទេគាត់មិនធ្វើបង្ការគាត់បង្កដែរគេអមថាយើងចេញទៅរកត្រីបើកាលណាយើងប្រើពាក្យសម្ដីមិនល្អដូចថាមិនល្អមួយពេលយើងកំពុងរកត្រីហ្នឹងគេជឿថាអ្នកតាកងគួចហ្នឹងអាចវាយទូកយើងឲ្យលិចឲ្យកលាប់អីចឹងណាគេប្រើពាក្យបាំងមានថាតែយើងនិយាយមិនល្អទេពេលយើងទៅរកត្រីហ្នឹងអ្នកតាកងគួចហ្នឹងបាំងយើងទៅធ្វើឲ្យយើងក្លាប់ទូកក្លាប់អីគ្រោះថ្នាក់ស្លាប់អីអញ្ចឹងជាដើមអញ្ចឹងគេចាក់ប្រយ័ត្នណាពេលទៅរកត្រីនៅកណ្ដាលទន្លេរឿងកណ្ដាលទឹកកណ្ដាលអីនេះក៏ដូចថាមិនមែនមានតែនៅកំពង់ភ្លុកនេះទេនៅខាងសមុទ្រក៏យើងមានដែរនៅសមុទ្រយើងមាននិយាយម៉ៅមុននឹងយើងចេញទៅរកត្រីយើងត្រូវដូចថា
សុំយីម៉ៅសុំអីឲ្យបានត្រីផងអីឲ្យសុខឲ្យឡំមកផ្ទះវិញសុខសប្បាយយើងទៅគំនិតដូចថាកាលណាយើងផុតពីភូមិយើងទៅវាមានអមនុស្សច្រើនណាស់ដែលយើងត្រូវយើងមើលមិនឃើញយើងដឹងថាម៉េចអញ្ចឹងទៅយើងសុំជាជូនអីទៅដើម្បីឲ្យមកការពារយើងនេះបើយើងមើលផែនទីយើងមើលពីលើអាកាសថានេះភូមិឋានចាស់យើងមើលរូប2004មិញណាភូមិឋានចាស់គេត្រឹមនេះទេដល់ពេលក្រោយមកខាងឃុំហ្នឹងគាត់ថាបើពីណាមានរៀបការបែបគ្រួសារខាងឃុំគេឲ្យពូដីឲ្យម្នាក់មកឡូអីពីជើងតែភូមិចាស់គេគឺចាប់ពីតលុងនេះមកទេនេះពីតលុងនេះមកដល់តឡាក់នេះចាប់នេះមកវាព្រៃគុកគេហៅព្រៃគុកហ្នឹងគឺអត់មានដំណើរធ្វើផ្ទះបានទេព្រៃគេអភិរក្សសម្រាប់អ្នកទេសចររងថ្ងៃហើយនឹងកន្លែងត្រីពងយើងឃើញតលុងតសានតែមុខ4ជំទាវបាត់ដីហ្នឹងនៅកណ្ដាលនេះតែឃ្លាំងខ្ញុំថាមិញហ្នឹងគាត់ដូចថាវាមានកណ្ដាលហ្នឹងវាដូចវាមានឥទ្ធិពលវាមានអំណាចអីមួយចាប់គ្រូតាអតីជាតាធំមួយតាគោតឡាក់បើយើងមើលនេះតឡាក់ខ្ញុំថាយើងតឡាក់ហ្នឹងអត់មានបកគោទេក៏ប៉ុន្តែទីតាំងហ្នឹងវាជួយឲ្យយើងយល់ថាមិនបានកន្លែងកាត់ផ្ដាច់គ្នារវាងភូមិហើយនឹងព្រៃមានតឡាក់នៅហ្នឹងដូចថាដូចជាកន្លែងមួយសម្រាប់ចំណាំកាត់ផ្ដាច់គ្នាថានេះឡើយចាប់ពីនេះមកភូមិគឺអ្នកតាភូមិគ្រប់គ្រងអញ្ចឹងទៅដល់កន្លែងចំណុចផ្ដាច់គ្នាហ្នឹងគឺថាតឡាក់ជាអ្នកចាំការពារជាអ្នកអីចឹងទៅដល់ព្រៃតមូនេះមានតំណងនៅកណ្ដាលចាំការពារហ្នឹងទៅដល់កន្លែងផ្លូវបំបែករវាងគេហៅពីមណាពីហ្នឹងមានតាកពុះទឹកនេះចាំការពារតែទៅបាទខ្ញុំនិយាយខ្ញុំដឹកឡើងវិញចឹងឡើងត្រាំងមិញឲ្យងាយយល់គឺថាភូមិនេះម្ដុំនេះមានខ្ទមប្រសាអញ្ចឹងគាត់មើលការខុសត្រូវនៅម្ដុំហ្នឹងទៅតាមមុខ4គាត់មើលការខុសត្រូវម្ដុំនេះទៅជំទាវបាត់ដីយីម៉ៅអីហ្នឹងគាត់នៅវត្តនេះទាំងមូលដីតកោនេះគាត់មើលការខុសត្រូវម្ដុំនេះទៅតឡាក់នេះចឹងដែរពេលគេធ្វើបុណ្យធ្វើអីគេពេលគេធ្វើបុណ្យគេទៅរកអ្នកតាថាគុំផ្ទះដែលជុំវិញហ្នឹងទៅរកអ្នកតានឹងរៀងខ្លួនទៅសែនអីចឹងសុភ័ក្រគាត់នឹងនិយាយពេលបន្ទាប់ទៀតដល់តំណងហ្នឹងគាត់មើលប៉ុណ្ណេះទៅតាឪពុះទឹកមើលប៉ុណ្ណេះទៅដល់តារួមធំគឺតាឃ្លាំងនេះតាឃ្លាំងហ្នឹងគាត់មើលមកស្រុកមកឃុំនេះផ្ទះទាំងអស់នេះនៅនេះខ្ញុំគូកំវង2ដោយសារខ្ញុំចង់បង្ហាញថាតាឃ្លាំងធំមែនប៉ុន្តែបន្ទាប់ពីតាឃ្លាំងមកគឺមានតាវ៉ាន់នេះឯងជាអ្នកដែលហៅថាជំនួយការទៅវិញទៅមកណាប្រាប់ពីចឹងត្រូវអត់ទេខ្ញុំមិនដឹងដែរតែគឺថាគាត់ជាអ្នកចាំជួយឧបមាថាមាននិយាយថាមានអមនុស្សមកតាឃ្លាំងនេះក៏អត់មានទូនទីអីទៅបកស្រាយថាមានស្អីមកធ្វើទេអត់មានទេគឺថាតាវ៉ាន់នេះទេអ្នកស្រុកមករកតាវ៉ាន់គាត់មើលស្អីចឹងទៅគាត់ថាអូមានរូបមួយចង់មកនៅជាមួយហើយអញ្ចឹងក៏អត់ប្រាប់ទៀតតាវ៉ាន់គាត់ថាគាត់ប្រាប់ថារូបហ្នឹងឈ្មោះអីទេគាត់ថាដល់ពេលណាមួយហ្នឹងរូបហ្នឹងនឹងមកនៅជាមួយនឹងមនុស្សសម័យមកនៅជាមួយមនុស្សហ្នឹងផ្ទាល់ខ្ញុំសួរដែរថាម៉េចបានមិនប្រាប់ឈ្មោះអ្នកតាហ្នឹងទៅម្នាក់មួយដែលត្រូវកាន់រូបហ្នឹងហ្មងទៅគាត់ថាប្រាប់បានទេតែប្រាប់ទៅខ្លាចព្រាយហ្នឹងវាចាំស្កាត់ទៅថាពូព្រាយនេះចាំទៅទៀតព្រាយនេះគឺថាគេអត់ចង់អ្នកស្រុកក៏អត់គេអត់ចង់លឺអត់ចង់ដឹងអត់ចង់ជួបទេព្រាយនេះណាអ្នកតាបារមីអីនេះគាត់បើអូខ្ញុំភ្លេចប្រាប់អ្នកតាហៅអីគេអ្នកតាហៅហ្នឹងដូចថាបើអ្នកចង់គ្នាគេហៅអ្នកហោះអ្នកហើគឺថាអ្នកតាមកក្រុមហ្នឹងគាត់នៅទលេគាត់អត់មានខ្ទមអត់មានអីតែគាត់ចូលចិត្តដើរហើវាថាចូលចិត្តនៅនេះនៅនោះចឹងណាគាត់ថាជួកាគាត់នៅជាសួរជួកាគាត់នៅរកាកោងឲ្យតែនៅតំបន់បឹងទលេសាបទៅយើងឃើញអមនុស្សដូចថាវាមានដែនគ្រប់គ្រងអញ្ចឹងណាអ្នកតាហៅនេះ
អ្នកតាហើយនឹងបារមីនេះគឺដែលខ្ញុំនិយាយមិញនឹងឯងឧទាហរណ៍ថាពេលឧទាហរណ៍កើតដល់ឆេកបងរចនាមួយឧទាហរណ៍បានទេឧទាហរណ៍បងរចនាអត់ស្រួលខ្លួនសោះទៅពេលថាអត់ឈឺអីទេមកវិញមកជួបតាវ៉ាន់ហើយតាវ៉ាន់ថានេះហើយមាននេះហើយនេះមានរូបគេមកចង់ទុំនៅជាមួយហើយដល់អញ្ចឹងទៅតាវ៉ាន់អត់ប្រាប់ឈ្មោះទេឲ្យសម័យហ្នឹងរងចាំពេលណាមួយហ្នឹងបារមីហ្នឹងមកនៅជាមួយពេលដែលមកនៅហ្នឹងហើយហ្នឹងមនុស្សហ្នឹងទៅថារូបណាថាសែនអីទៅក៏ចាប់ដើមនេះហើយចាប់ដល់ពេលដែលដឹងថាបារមីមកនៅជាមួយហើយអ្នកហ្នឹងត្រូវតែមកចូលរួមជាមួយគេពេលមានបុណ្យដតនៈហ្នឹងត្រូវតែមករងបុណ្យដើម្បីនេះណាដើម្បីមកសែនមករួមមកអីចឹងណាហើយពេលយើងចុះទៅហ្នឹងមានអ្នកបាក់ទូកឲ្យខ្ញុំហ្នឹងគាត់គឺថាគាត់មានបារមីដែរពេលដែលគាត់អត់បានទៅចូលមួយគេដោយសារល្វើបាក់ទូកឲ្យពួកខ្ញុំហ្នឹងគាត់ថាគាត់លឺភ្លេងពិនពៀតគេនឹងរោងគាត់ញ័រអស់ឲ្យដៃតែអត់បានដោយសារមិនបានទៅប៉ុន្តែគាត់អុជធូបអីសុំថាមិនបានទៅទេព្រោះជាប់រោស៊ីជាប់អីចឹងទៅមានអ្នកខ្លះគាត់មានកូនទូចចឹងទៅគាត់អាចទៅរួមទៅលៀងជាមួយគេបានគាត់នេះដែរគាត់អុជធូបអុជអីចឹងដែរបារមីនេះចាប់ដើមឃើញបារមីចាប់ដើមគៀកជាមួយអ្នកតាមែនទែនពេលធ្វើបុណ្យអ្នកតាបារមីហ្នឹងមានវត្តមានជាមួយនឹងអ្នកតាចឹងដែរប៉ុន្តែបារមីនេះអត់មានខ្ទមមានអីទេគឺថាមិននៅនឹងមនុស្សនៅជាមួយនឹងអ្នកស្រុកដូចយើងហៅមីមុតចឹងណាប៉ុន្តែនៅនោះគេអត់ប្រាប់មីមុតគេប្រាប់បារមីព្រោះបារមីនេះពីដើមមិញមានតែពុទ្ធទេមានបារមីហៅថាទស្សបារមីប្រពុតមានទស្សជាដកណាគឺថាបារមីទាំង10មានអីមានឲ្យទៀនមានស្អីដើម្បីបំពេញបារមីបានគឺថាត្រូវធ្វើអីមួយដើម្បីបំពេញបានដល់បារមីយូរទៅវាចាប់ដើមគេថាស្អីដែលប្រកែស្អីដែលអាចការពារបានគេយល់ថាល្អអញ្ចឹងទៅមនុស្សចាប់ដើមគេថាឲ្យតែមានអំណាចអីមួយបារមីដែរដល់អញ្ចឹងទៅនៅកំពង់ភ្លុកហ្នឹងបារមីទាំងអស់មានស្ដេចនាគមានគឺថាមានស្អីក្លាក់គឺថាជាអ្នកដែលមានក្នុងរឿងព្រេងអ្នកតួអង្គដែលខ្លាំងប្រកែក្នុងរឿងព្រេងគេយកមកធ្វើជាតួអង្គមកសម្រាប់បញ្ចូលរូបហ្នឹងហើយបារមីនេះទៅបង្កើតប្រហែលជា10ឆ្នាំអីទេពីដើមមិញអ្នកស្រុកថាពីដើមមិញមិនដែលមានបារមីអញ្ចឹងទេអានេះជាការវិវត្តអង់គ្លេសហៅ movement គេថាជំនឿចាប់ដើមវិវត្តទៅមុខហើយបើយើងមិនសិក្សាស្រាវជ្រាវទេវាទៅវាបាត់អាចាស់ឃើញតែថ្មីទេពាក្យថាអស់លោកនេះគឺថាទាំងអស់នេះឯងអ្នកតាហាបារមីកាលណាគេចង់និយាយជាទូទៅក្នុងបទទូទៅគេអត់គេហៅអ្នកតានោះទេគេថាអស់លោកនោះដូចថាជាពហុវចនៈសំដៅលើអ្នកតាទាំងអស់ពាក្យអស់លោកហើយព្រាននេះដែលខ្ញុំនិយាយចង់និយាយគឺថាព្រាននេះគឺរបស់ដែលគេមិនចង់ឲ្យមកនៅក្នុងភូមិដែលគេមិនចូលចិត្តទាំងអស់គ្នាខំធ្វើកិច្ចការប្រមាណហ្នឹងគឺដើម្បីដេញព្រាយកុំឲ្យមកនៅព្រាយនេះបើយើងយកពាក្យហ្នឹងមកបំបែកគឺថាមកពាក្យរាយព្រាយមកពាក្យរាយព្រាយហ្នឹងមកពាក្យអាចមាន2មួយឧទាហរណ៍ថាពេលយើងយើងមកការពីដើមយើងមានព្រាយកតងមិនដឹងតោះនេះតើអត់ព្រាយកតងគឺថាយើងរាយនំដាក់ក្នុងកតងធ្វើពីស្លឹកដើមយាងស្លឹកស្លុងអីណាគឺព្រាយកតងគឺថាយើងគេគាត់ហៅកុំមុំហ្នឹងដាក់នំចូលក្នុងកតងទៅសម្រាប់យកកតងហ្នឹងយកទៅឲ្យអ្នកដែលគេមកចងដៃចងអីចឹងណាអាហ្នឹងគឺថាព្រាយមកពាក្យរាយតែព្រាយមួយទៀតនេះគឺថាមកពាក្យរាយដែរតែរាយសំដៅលើរឿងពលឺឧទាហរណ៍ឲ្យយើងថាអីពលឺភ្លឺប្រងព្រាយចឹងណារឿងពលឺអញ្ចឹងហើយគេជឿថាកាលណានៅកំពង់ភ្លុកឧទាហរណ៍ថាមានភ្លើងឆេះផ្ទះឬក៏មានភ្លើងហោះអីនៅតាមដើមឈើឬក៏មានក្រុមផ្ទះក៏ដោយគឺថាគឺមានណាគេថាវាព្រាយនឹងឯងព្រាយហ្នឹងនៅក្បែរមនុស្សដែរតែអត់មកចូលមនុស្សទេគឺថាវានៅពីពួនក្រុមផ្ទះលេខតាមគេណាព្រាយហ្នឹងពួនក្រុមផ្ទះពីពួនក្រុមដើមឈើហើយបើយើងប្រហែលបន្តិចវាមកហើយឧបមាថាអ្នកណាឈឺទៅរកតាវ៉ាន់អត់ប្រាក់ឈ្មោះដោយសារខ្លាចព្រាយនេះឯងពូព្រាយវាចាំស្ដាប់ថាបើប្រាប់ឈ្មោះទៅ
ព្រីហ្នឹងវាមកបន្លំខ្លួនធ្វើជាបារមីហ្នឹងមកចូលមកនៅជាមួយមនុស្សហ្នឹងឈឺអីមិនល្អស្លាប់អីចឹងទៅណាពួកព្រីធ្វើឲ្យឈឺហើយទីហោឆ្នាំមុនទៀតមុនហ្នឹង ថាមានកូនសិស្សឈឺតគ្នាគេដេញមើលទៅថា តែសារព្រាយធ្វើឲ្យក្មេងៗនឹងឈឺគេដើម្បីកម្ចាត់ព្រាយនឹងបានគេអត់មានប្រើធေါ်ក្តៅទេគេប្រើធေါ်ត្រជាក់អញ្ចឹងធေါ်ត្រជាក់មិនគឺថាព្រាយនឹងកាចសាហាវឆាប់ខឹងគេត្រូវធ្វើពិធីមួយគេហៅពិធីតងអញ្ជើញព្រាយនឹងមកហើយសូមឲ្យព្រាយនឹងថាកុំឲ្យរោទុកបុកម្នេញអ្នកស្រុកឲ្យទៅនៅផុតទៅព្រាយនឹងក៏សូមឲ្យមកនៅសូមឲ្យនៅនឹងដែរអ្នកស្រុកក៏ធ្វើខ្ទោមួយនៅខាងជើងភូមិឲ្យព្រាយនឹងនៅគេថាឲ្យមកនៅក្នុងភូមិមនុស្សទេនៅបានគោលនៅខាងជើងនេះក៏មានដែរពេលកណាគេលៀមមេមុតចាប់គេត្រូវមានកិច្ចមួយគេកិច្ចដេញព្រាយហ្នឹងគឺថាគេធ្វើច្រមជើង3ចឹងទៅពីដើមជ័យណាកាលណារូបមេមុតចាប់ព្រឹបគេត្រូវអ្នកធំមេមុតនឹងធំមួយចាំកាប់ព្រាយហ្នឹងគេហៅកាប់ព្រាយថាដេញព្រាយដើម្បីបដិញព្រាយឲ្យចេញពីភូមិកុំឲ្យមកប្រឡេមបន្លំជាមួយនឹងអ្នកស្រុកចូលរូបចូលអ្នកស្រុកឈឺចឹងទៅបាទអូខេចុះបន្តមកទៀតដល់វេនសហការីខ្ញុំប៉ុន្តែខ្ញុំគិតថាសុំសម្រាប់បាទខ្ញុំចប់ហ៎បាទ bốn trong tài sản và tái về ăn tiếp cốt ăn sâm miếng ăn việc khang đôi tạc khơi ăn việc ta này chẳng và tái vì muốn anh nhận việc khang bằng cái miếng bốn tài sản ăn chút bốn chăn phù một chăn sàn đấy cứ chỉ bốn muối đại miên cướp phùm và về ngày thợ bốn nó cứ thợ phùm nó thợ bốn gồm khi tạm đó ba năm mà phùm miên bốn măng mùi đôi khi bốn chăn sàn đôi chăn phùm bốn nắng bị thà chăn ban này là bịพอเขาบอกแผลซองบ้านเราหาแผลซองหมอกชันหมอกไอ้จังปัจจัยในครั้งนี้วิบจอบมีเปียท่าชันสานตาสานบ้านเราวิชมูเดตามุ้ยในครั้งพุ่มครั้งพุ่มมุ้ยครั้งคมกระปุงเพิ่มยังไงตาสานปีม้วนไปจะอาเจเนตาแต่มีอันแบบทงคังคาได้บันเกยยุชมูตาสานนั้นจอบจำนวนบนนั้นมีเปิดคัตเตอร์จะไปปีทั้งไงในทั้งไงตีมุ้ยคือจะทั้งไงเงาhai ngày thì pi cứ chỉ ngày bằng hơi chúng tôi cứ đáp dân khơi miên đôi chia phùng sách xà thoa khơi asna trộm phùng sách để dân khơi đấy phùng sách đấy đầm đang ao gốc tàng mù bằng ngum chỉ tôi ban này thà bị dân cất thà ở đây nó bị gốc ban này thà gốc nó bị thông vì ấy chẳng á vì miên ấy từng anh nắng tới ban kia sừng ngưu mà chỉ tôi ai ban tẹo tôi nâng phong sạch những đài đôi chừng cô dương chừng và tao mà tiết khai vì phong sạch nắng dân khơi miên khỏe xong đại chỉ nẹt trôi không cách biệt thi nâng rồi tới chụp vô cách biệt thi từng anh nắng hay nắng cứ đắp tam phum thì muối ở sơi khâu khi bờ ma này không cách biệt thi nâng rồi ngay chập đào ngay đầm bóng ngay tim muối nắng pe là nghiết cái chập băm không với và tao bị không với chop ai sốt mồn còn ta dân ở đây để dân khơi bị xét nó bây để cái chập đam bị thi không bị ri nắng nẹt là chỉnh sạch chỉnh chấm thay nắng cái thơ bị thi bị sạch bị thi cho mùi khné đài ban này tha nó bây để cái thơ không bị ri cái thơ buông xuông hay nắng nẹt phum lại còn chấm thay chấm ấy nắng và ta còn chỉnh sạch mấy còn bị sạch thi cho mùi khné đài còn shop cuốn còn shop sạch quát hay nắng cho mùi bị thi bồn đài làm bây ao tên làพอ thay quạt năng bàn bồi bô bàn trơn bàn thay hay năng mình xây miền trồng ngừ bàn quạt shop khuôn quạt chỉ môi năng biệt thị bồn nơi ở năng cách biệt thị hay tìm môi năng dừng khơi đôi thầm đa đôi anh sống như nơi không hàng ngừ đấy là tham biên buồn xuông biên không với không ấy và top bao tiết nơi ngày tí pí quạt nơi ngày tí pí quạt về ngày ráng nhục xâm cắt được xâm bập ở phía bộ thọ này thọ pe ngay tim mùi là sao tại bồn nắng tại tôn nắng nẹt tà đôi chế nó pe ngay một lần không với cách phong với cách ấy lắm cái tờ sai nẹt ta dần cái tờ sai nẹt ta anh thấy tôn nẹt ta mùi nó không phùm
ឈ្មោះតានុងអញ្ចឹងពេលថ្ងៃមុននឹងកិច្ចពិធីចាប់ផ្ដើមមុននឹងកិច្ចពិធីចាប់ផ្ដើមថ្ងៃទី1ហ្នឹងគេចាប់ផ្ដើមសែនអ្នកតាចប់សពគ្រប់បានគេទៅក្រុងពេរីដល់ពេលគេក្រុងពេរីបួងសួងឲ្យចប់សពគ្រប់ទៅបានចប់ថ្ងៃទី1បានចូលថ្ងៃទី2នេះយើងថតថ្ងៃនេះថតថ្ងៃទី2ថ្ងៃទី2ហ្នឹងអត់មានអីធំដុំច្រើនប្រហែលទេដោយសារតែមានតែអ្នកស្រុកនិមន្តរោគមកសូត្រមន្តវេប្រគេនចង្ហាន់ជាកិច្ចបង្ហាញបុណ្យដើម្បីវេបង្គេនចង្ហាន់ហ្នឹងដើម្បីឧទ្ទិសកុសលដល់អ្នកស្រាប់ដែលចែកឋានទៅហើយដល់ញាតិកាហ្នឹងវាដូចជាយើងបុណ្យឆាន់ភូមិនៅតាមនៅតំបន់អង្គរដែរបើឆាន់ភូមិនៅតំបន់អង្គរគាត់ធ្វើមួយព្រឹកឬក៏2ថ្ងៃដូចគ្នាអញ្ចឹងបុណ្យនេះហើយនឹងបុណ្យតំបន់បុណ្យឆាន់ភូមិនិងឆាន់សានៅខាងកំពង់ព្រឹកហើយនឹងនៅតំបន់អង្គរវាប្រហែលគ្នាគាត់តែការហៅឈ្មោះវាខុសគ្នាហើយបុណ្យនៅតំបន់អង្គរគាត់តាក់ទងនឹងរឿងអ្នកតាដូចគ្នាដូចនឹងអ្នកនៅកំពង់ព្រឹកដូចគ្នាដែរបន្ទាប់ពីអានេះចប់កិច្ចបុណ្យឆាន់សានយើងនឹងចូលទៅបន្តទៀតយើងនឹងចូលបុណ្យដាក់ដំណាក់ទឹកឡើងទឹកស្រកដែលបង្គាគាត់និយាយមុននឹងថាបុណ្យដាក់ដំណាក់វាតាក់ទងនឹងការអ្នកតាតាក់ទងនឹងអីអញ្ចឹងណាបងដល់ពេលអញ្ចឹងយើងនឹងនិយាយពីរឿងបុណ្យដាក់ដំណាក់ពីដើមមកអ្នកកំពុងឃ្លាំងគេធ្វើបុណ្យដាក់ដំណាក់3ដងក្នុងមួយឆ្នាំប៉ុន្តែនៅពេលដូចបង្គាគាត់និយាយថាហ្នឹងដោយសារវារឿងជីវភាពរឿងស្អីទៅអ្នកភូមិគេកាត់បន្ថយវាចាប់ផ្ដើមមួយឆ្នាំធ្វើ2ដងដល់គេចាប់ផ្ដើមធ្វើនៅខែមិញខែទឹកស្រកហើយនឹងខែទឹកឡើងបុណ្យដាក់ដំណាក់នេះពាក្យថាដាក់ដំណាក់បានន័យថាបុណ្យដាក់ដំណាក់បានថាសំដៅទីសំចតឈប់ពាក្យនេះគេហៅពាក្យថាដែលពាក្យដាក់ដំណាក់សំដៅសំណង់នៅទីនោះពាក្យនេះវាគេពាក្យថាដាក់ហើយមួយទៀតករណីមួយទៀតដាក់ដំណាក់នេះបានន័យថាគេយកសំណែនទៅដាក់នៅនឹងអ្នកតានៅឲ្យទៅហីអាហ្នឹងមួយក្នុងករណីមួយទៀតបើជាអ្នកនៅកំពង់ឆ្នាំងអ្នកនៅអូត្រីដាក់ដំណាក់បានន័យថាខែមួយដែលអាចអូត្រីបានច្រើនបានន័យថាឧទាហរណ៍រដូវហ្នឹងគេអូត្រីបានច្រើនណាស់អញ្ចឹងបានថាដាក់ត្រីបានច្រើនអីអញ្ចឹងគេដាក់ដំណាក់ដូចគ្នាដែរអ្នកនៅកំពង់ឆ្នាំងហើយទៅដំណើរការពិធីធ្វើចំពោះដាក់ដំណាក់ខែទឹកស្រកធ្វើ2ថ្ងៃប៉ុន្តែដាក់ដំណាក់ខែទឹកឡើងធ្វើតែ1ថ្ងៃទេហើយបើដាក់ដំណាក់ទាំងពីរហ្នឹងចំពោះដាក់ដំណាក់ទឹកស្រកធ្វើ2ថ្ងៃសុក្រគេចូលរោងថ្ងៃសៅរ៍គេច្រងប៉ុន្តែបើដាក់ដំណាក់ខែទឹកឡើងគឺគេធ្វើ1ថ្ងៃចំថ្ងៃសៅរ៍ចំពោះមូលហេតុដែលថាគេរើសចំថ្ងៃសុក្រឬថ្ងៃសៅរ៍ហ្នឹងដោយសារតែបើគេចូលថ្ងៃសុក្រគេច្រងថ្ងៃសៅរ៍ហើយបើគេរើសថ្ងៃសៅរ៍ហ្នឹងដោយសារតែថ្ងៃសៅរ៍ហ្នឹងគឺជាថ្ងៃសែនគ្រូធំដែលអមនុស្សទទួលសំណែនប៉ុន្តែបើក្រៅពីថ្ងៃហ្នឹងគេទទួលទាំងទៅតឹងទិសដែលគេមិនចង់ទទួលដែលគេរើសថ្ងៃសុក្រឬថ្ងៃសៅរ៍ហ្នឹងចំពោះគ្រឿងរដាប់នៃដាក់តំណាក់យើងឃើញមានជោមបាយសីរៀនទិសស្រាធរដងតុងសតុងក្រហមអានេះតុងសតុងក្រហមនេះគឺជាតាវ៉ាន់ដែលគាត់សរសេរតុងហ្នឹងវាតាក់ទងនឹងអ្នកតាតុងសតុងក្រហមហ្នឹងតាក់ទងនឹងអ្នកតាដោយសារតែវាជាអត្តសញ្ញាណរបស់អមនុស្សណាមួយអញ្ចឹងព្រោះនៅពេលដែលអមនុស្សចូលរូបហ្នឹងអ្នកចូលរូបហ្នឹងតាវ៉ាន់គាត់នឹងសួរថានឹងឈ្មោះអីមកពីណាអីអញ្ចឹងអាតុងហ្នឹងជាសញ្ញាសម្គាល់ផុសអមនុស្សមួយដែលយើងតែងឃើញតែយើងនឹងឃើញនៅតាមខ្ទមអ្នកតាតាមមុខផ្ទះពេលដែលយើងទៅកំពង់ព្រឹកយើងឃើញអាតុងហ្នឹងហើយមិនថាតែនៅតាមផ្ទះនិងតាមខ្ទមអ្នកតាឯសូម្បីតែពេលដែលធ្វើពិធីហ្នឹងក៏គាត់មានសញ្ញាតុងហ្នឹងដែរហើយព្រេងពិនពៀតនេះជាទូទៅមុននឹងចាប់ផ្ដើមពិធីបុណ្យដាក់ដំណាក់មុននឹងរែងអ្នកព្រេងហ្នឹងទៅរែងថ្វាយវត្តសិនក្នុងករណីដែលអ្នកភូមិឆ្ងាយក៏អ្នកព្រេងឆ្ងាយគេទៅរែងថ្វាយវត្តហ្នឹងសិនក្នុងការទៅរែងថ្វាយវត្តគឺដើម្បីឲ្យ
យើងហាក់ដូចយើងថ្វាយគ្រូអញ្ចឹងណាដើម្បីឲ្យអ្នកភូមិហ្នឹងទទួលស្គាល់មនុស្សក្នុងភូមិទទួលស្គាល់ថាព្រេងគេលេងបានអីកុំឲ្យវាមានបញ្ហាមានអីចឹងអាហ្នឹងនៅពេលដែលមុនកិច្ចចាប់ផ្ដើមអានេះគឺគ្រឿងសំណែនគ្រឿងរំដាប់ដែលយើងឃើញហ្នឹងមានគ្រឿងរំដាប់ដែលយើងឃើញដូចខ្ញុំថាអញ្ចឹងមានអានេះបាយអស់រោគបាយនេះវាមានបាយមានមីមានអីពួកបាយហ្នឹងវាមាន3ចានមីមាន3ចានដែរប៉ុន្តែមាន2តុកដែលសារខ្ញុំដាក់តែ1តុកឯង1តុកមួយទៀតមានតែអង្គហើយនឹងគ្រឿងកើធម្មតាទៅក្រៅពីបាយអស់រោគនេះយើងមានសង្ឃឹកតែក្នុងសង្ឃឹកនេះគេធ្វើទំហំ1ម៉ែត្រ2ម៉ែត្រនៅក្នុងនោះគេដាក់ស្រាធរបាយសីមាន់ស្ងោរពូកខ្នើយរបស់ប្រើប្រាស់ហើយនឹងគ្រឿងស្រស្រុកព្រោះអាសង្ឃឹកនេះនៅពេលដែលទៅខាងមុខទៀតគេនឹងហែយកទៅដាក់នៅខ្ទមអ្នកតាក្រៅពីគ្រឿងសង្ឃឹកហ្នឹងយើងឃើញមានជប់ឆៅមួយទាំងមូលតែម្ដងព្រោះធម្មតាបើសិនជាសំណែនធម្មតាអាជប់នេះបើសិនជាអ្នកស្រុកយើងនៅខាងលើគេមានជប់ឆៅហ្នឹងទេគេមានតែបង្អែមចង្អាបផ្លែឈើធម្មតាដើម្បីសែនអ្នកតាប៉ុន្តែនៅកំពង់ព្រុកគេយើងឃើញប្រែកដោយសារតែគាត់មានជប់ឆៅតែម្ដងហើយទៅចំពោះគ្រឿងរដាប់ទឹកឡើងខែដាក់ដំណាក់ទឹកឡើងនិងទឹកស្រកវាសើដូចគ្នាសឹងទាំងអស់វាអត់មានអីខុសគ្នាប្រហែលទេបានថាដាក់ដំណាក់ទឹកឡើងក៏ដូចគ្នាដាក់ដំណាក់ទឹកស្រកក៏ដូចគ្នាដែរក្នុងកិច្ចពិធីហ្នឹងរោងបុណ្យហ្នឹងដាក់រោងបុណ្យហ្នឹងវាគេធ្វើនៅផ្ទះតាវ៉ាន់នេះផ្ទះតាវ៉ាន់ព្រោះដោយសារផ្ទះតាវ៉ាន់គឺជាគាត់ទី1បើសិនយើងគិតថាភូមិរដ្ឋបាលយើងគាត់ជាមេភូមិទី1ទី2បើយើងគិតពីអមនុស្សគាត់ជាអ្នកធំជាងគេដែលអាចមើលការខុសត្រូវអមនុស្សឬក៏បរមីផ្សេងនៅក្នុងភូមិហ្នឹងជាមួយគ្នាហ្នឹងគាត់មើលជំងឺមួយដូចបង្គាគាត់ថាតាវ៉ាន់ហ្នឹងបើសិនជាយើងអ្នកភូមិហ្នឹងឈឺនេះទៅព្យាបាលនៅមន្ទីរពេទ្យព្យាបាលនៅវិទ្យាសាស្ត្របញ្ជាអាចឲ្យតាវ៉ាន់គាត់មើលគាត់អីទៅគាត់ដឹងអញ្ចឹងបានថាអ្នកដែលគ្រប់គ្រងធំជាងគេតាវ៉ាន់ហើយមួយទៀតតាវ៉ាន់ដូចបង្គាថាបងតាវ៉ាន់គឺជាបណ្ដុំគ្រូទាំងអស់ដែលអាចមើលឃើញបងអញ្ចឹងចំពោះអ្នកចូលរួមទាំងអស់ហ្នឹងភាគច្រើនសុទ្ធតែជាអ្នកនៅកំពង់ភពមិនមែនសុទ្ធទេគឺជាអ្នកកំពង់ភពទាំងអស់ទៅចំពោះរូបណាដែលមិនបានមកចូលរួមផ្ទាល់ទេគឺក៏មានភារកិច្ចរវល់ស្អីមួយដែលមិនអាចមកបានគេអាចដុតធូបដុតអីមកប្រាប់ថាតាមរយៈបងប្អូនប្រាប់ថារូបហ្នឹងមិនបានមកទេជាប់រវល់នេះអ្នកនោះទៅបើសិនជាគាត់មានតងន់គាត់មានអីមានពុះមានពងអាចមកដុតធូបប្រាប់តាវ៉ាន់តាមរយៈតាវ៉ាន់បានដោយសារតែបើសិនជាក្នុងករណីថារូបហ្នឹងមិនរវល់ទេប៉ុន្តែមិនរវល់មិនស្អីមិនមានពុះមិនមានពងមិនមានជំងឺទេបើយើងអត់មកធ្វើទេអមនុស្សដែលយើងមើលមិនឃើញនេះអាចផ្ដោតទុកទោសអាចផ្ដោតស្អីទៅថ្ងៃក្រោយទៀតដែលយើងមើលមិនឃើញដូច្នេះមនុស្សទាំងអស់ហ្នឹងដែលថាមានរូបមានអីហ្នឹងគឺត្រូវតែមកដើម្បីដល់ថ្ងៃហ្នឹងតែថ្ងៃដាក់ដំណាក់ហើយនឹងថ្ងៃបញ្ជូនដាក់ដំណាក់ទឹកឡើងនិងបញ្ជូនដំណាក់ទឹកស្រកនៅពេលកិច្ចទាំងអស់ហ្នឹងរូបទាំងអស់ហ្នឹងធ្វើចូលរែងនៅថ្ងៃទី1ទី2រែងជុំគ្នារែងចប់សពគ្រប់អស់ហើយបានគេបញ្ជូនសង្ឃឹកអាសង្ឃឹកដែលយើងឃើញមុនហ្នឹងអាសង្ឃឹកនេះបញ្ជូនចេញហែទៅខាងទៅទន្លេចំពោះមុននឹងហែសង្ឃឹកហ្នឹងអាបាយអស់រោគដែលយើងឃើញចំណីចំណុកអស់ហ្នឹងគឺយើងគេចាក់ចោលព្រាមពេលដែលរៀបចំហែសង្ឃឹកនេះបាយសម្រស្អីទាំងអស់ហ្នឹងគឺគេចាក់ចោលព្រាមហើយរោងដែលយើងឃើញនេះក៏គេរើព្រាមដែរគឺគេបានន័យថាគេដូចបណ្ដេញព្រាយបណ្ដេញអីទាំងអស់ហ្នឹងឲ្យវាមកតាមសង្ឃឹកនេះដែលអមនុស្សដែលយើងមើលមិនឃើញស្អីហ្នឹងព្រោះបើសិនជាទុកនៅទៀតអាចជួនកាលអាចខឹងយើងទៅធ្វើប្រការណាមួយឬខឹងអ្នកណាអ្នកនេះអីមួយដែលយើងមើលមិនឃើញយើងមិនអីអាចផ្ដោតទុកទោសឲ្យពួកយើងអញ្ចឹងអាចផ្ដោតទុកទោសដល់រូបដល់អីទាំងអស់គ្នាបានអញ្ចឹងដើម្បីកុំឲ្យផ្ដោតទុកទោសផ្ដោតស្អីទាំងអស់ហ្នឹងឲ្យមនុស្សទាំងអស់ហ្នឹងបានគេបញ្ជូនតាមរយៈសង្ឃឹកនេះពេលដែលបញ្ជូនសង្ឃឹកហ្នឹងមាន2ក្រុមខ្ញុំទៅបញ្ជាក់ខាងមុខទៀតមាន2ក្រុមបានតែមួយក្រុមដើរធ្វើគោកមួយក្រុមដើរធ្វើទឹកខ្ញុំវគ្គនេះខ្ញុំសុំត្រង់ចំណុចនេះខ្ញុំសុំនិយាយពីកន្លែងដើរធ្វើទឹកមុននេះនៅពេលដែលចេញពីរោងបុណ្យ
គេធ្វើឡើងទៅខាងជើងសិនទៅសែនអ្នកតានៅខាងជើងបំផុតបន្ទាប់ហើយពេលដែលសែនហើយបានថាគេដើរពីខាងលើគេចុះទៅក្រោមអានេះនៅខ្ទមអ្នកតាមួយនៅកណ្ដាលភូមិពេលដែលដកខ្ទមអ្នកតាហ្នឹងគឺចងកាត់ផ្ទះមួយអ្នកម្ចាស់ផ្ទះហ្នឹងតែងយកអង្គស្បាស់ដើម្បីថាចង់ដើម្បីថាឲ្យយកជំងឺយករោគយកគៀយកស្អីទាំងអស់ហ្នឹងទៅតាមអ្នកតាហ្នឹងគឺក៏អមនុស្សអីក៏មកនៅតទៅទៀតហើយទៅតាមភូមិដែលមានខ្ទមអ្នកតាភាគច្រើនសែនពេលដែលថ្ងៃបុណ្យដាក់តំណាក់ទឹកឡើងទឹកស្រកហ្នឹងគឺគេសែនទោះបីសែនតូចធំតិចច្រើនក៏គេធ្វើតែសែនដើម្បីឲ្យដឹងថាថ្ងៃហ្នឹងថ្ងៃបុណ្យដាក់តំណាក់ហើយអញ្ចឹងគឺបុណ្យបញ្ជូនអញ្ចឹងអ្នកខ្មោចទាំងអស់គឺក៏ភូតដែលយើងមើលមិនឃើញឬក៏អមនុស្សយើងមើលមិនឃើញហ្នឹងឲ្យទៅតាមទឹកហ្នឹងដែរអានេះនៅពេលដែលយើងចេញផុតភូមិវាមានខ្ទមមួយខ្ទមអ្នកតានុងនៅពេលដែលចេញផុតភូមិគឺអ្នកភូមិយកសំណែនដែលយើងឃើញជប់ខ្វាយយើងឃើញជប់ឆៅយើងឃើញរបស់ប្រើប្រាស់សម្រុកបង្អែមចង្អាបហ្នឹងសែននៅតានុងប៉ុន្តែអត់សង្ឃឹកនេះអត់តន់ដាក់ទេគឺសែនដើម្បីឲ្យដឹងឲ្យតានុងដឹងថាមនុស្សអីហ្នឹងបានចេញខ្លះបានចេញអីអស់នៅអីទៅដើម្បីឲ្យយើងមើលទៅគាត់មើលដឹងថាមានអ្នកនៅទៀតអត់នៅក្នុងហ្នឹងនៅពេលដែលសែនចប់នៅត្រង់ចំណុចនេះអ្នកភេងវែងបត់ដែលរូបចង់បានគាត់ចូលចិត្តបត់អីវែងទៅដើម្បីឲ្យរូបហ្នឹងវែងញោមសុបាយដែលដូចជារូបដែលជំនាញអ្នកតាដូចនាគស្អីអញ្ចឹងតាក់ទងភាគច្រើនយើងមើលទៅភាគច្រើនតាក់ទងនឹងសត្វសាហាវនៅក្នុងទឹកគឺក៏ក្នុងព្រៃពេលរូបដែលវែងអស់ហើយចប់សពគ្រប់នេះជារូបគាត់ឈឿងគាត់រំគាត់រែកអីចប់សពគ្រប់ហើយសែនឲ្យចប់សពគ្រប់បានគេបន្តទៅយកទៅចោលនៅទរេនេះយកមកទឹកសង្ឃឹកមិញហ្នឹងគេយកមកចោលនៅតាពពុះទឹកគេបតែតចោលនៅតាពពុះទឹកបតែតចប់សពគ្រប់អីហើយបានគេត្រឡប់ទៅភូមិវិញអានេះផ្នែកនៅខាងលើដែលខ្ញុំនិយាយថាមាន2ក្រុមមួយក្រុមទៅតាមទរេមួយក្រុមទៀតទៅតាមលើគោកបានថាទៅតាមលើគោកហ្នឹងក្នុងហ្នឹងមានប្រសង់ចូលរួមដែរពេលចប់កិច្ចដែលយើងថាគេបដិញ្ញស្អីអស់ទៅប្រសង់ចូលរួមដែរប្រសង់ដើរស្រោចទឹកតាមផ្ទះមួយមុននឹងស្រោចទឹកប្រជាអ្នកស្រុកដល់ហ្នឹងគាត់បានធឿមទឹកអស់ហើយធឿមទឹកពួកគេដឹងថាថ្ងៃហ្នឹងគឺជាថ្ងៃសែនដាក់តំណាក់ទឹកឡើងទឹកស្រកដល់ពេលដូច្នេះអ្នកភូមិមួយគេតែងតែធឿមទឹកស្រោចហើយមិនត្រឹមតែប្រសង់ចូលរួមទេសូម្បីតែពេលដែលប្រសង់ស្រោចទឹកចប់រូបហ្នឹងក៏អាចស្រោចទឹកឲ្យទៅអ្នកភូមិនឹងដូចគ្នាដែរបានថាអ្នកភូមិខ្លះគាត់មានជំងឺមានអីទៅគាត់អាចទៅស្រោចទឹកឲ្យវិជាវាស្អីដែលយើងមើលមិនឃើញចំពោះកិច្ចដាក់តំណាក់ចប់នៅពេលដែលប្រសង់ហើយនឹងរូបទាំងអស់ហ្នឹងស្រោចទឹកឲ្យអ្នកភូមិបានថាគេស្រោចទឹកពីខាងជើងដេញមកខាងក្រោមបានថាគេដេញទៅទរេវិញដូចគ្នាអាហ្នឹងថ្ងៃទី2នៅក្នុងថ្ងៃដាក់តំណាក់បានថាថ្ងៃទី1យើងឡើងរោងថ្ងៃទី2យើងបញ្ចប់អញ្ចឹងយើងចូលអានេះនិយាយខ្ញុំឲ្យបង្គានិយាយពីវត្តត្រីព្រោះវាតាក់ទងនឹងពិធីបុណ្យនឹងដែរបងក្នុង slide ហ្នឹងខ្ញុំចង់បង្ហាញដំណើររបស់ត្រីពិធីហ្នឹងគឺថាបើយើងមើលទូទៅធ្វើពី3ដងអញ្ចឹងប៉ុន្តែកណ្ដាលហ្នឹងគាត់ចោលបានទុកតែខែមិញហើយនឹងខែទឹកឡើងទឹកស្រកដល់ពេលយើងកន្លែងនេះខ្ញុំសូមអរគុណដល់គ្រូវិជ្ជាលៀនគាត់ថាបើយើងចង់ដឹងអ្នកតាយ៉ាងម៉េចតើយើងទៅមើលជីវភាពចាំថ្ងៃរបស់គេដូចនំកលែនអ្នកស្រុកគាត់អត់ធ្វើស្រែប៉ុន្តែគាត់ធ្វើឃ្មុំអញ្ចឹងពេលឡើងអ្នកតាគេអត់សំខាន់ទៅរឿងឃ្មុំរឿងអីវិញនៅទន្លេអញ្ចឹងដែរដោយសារគេនេសាទអញ្ចឹងយើងព្យាយាមមើលទៅលើត្រីវិញគឺថាខែភាសាទឹកមិនអញ្ចឹងទឹកហូរពីទន្លេមេគង្គមកវាចោលចូលមកទន្លេសាបទៅទឹកទន្លេសាបរីកអញ្ចឹងពេលហ្នឹងអ្នកខ្លះថានិលាប់បេះដូងវារីករួមអញ្ចឹងទេចូលដល់ពេលហ្នឹងឯងគឺជាពេលដែលត្រីចាប់ដើមចូលមិនអញ្ចឹងបើរដ្ឋបាលយើងគេចាប់ដើមហៅទៅបិទលោកនេសាទហ្នឹងណាដើម្បីឲ្យ
ត្រីវាចូលទៅវាចូលតាមព្រៃតាមអីពងអីចឹងណាដល់ពេលខែទឹកស្រកខែភាសានេះខែប្រាំងនេះគឺថាចាប់ពីខែ11 12អីមួយមកចាប់ដើមទឹកស្រកត្រីចាប់ដើមត្រូវដូចយើងប្រហុកយើងត្រូវខែ12ខែ1ដែរមិនចឹងថាត្រីរៀលណាតែពេលហ្នឹងគឺទឹកចាប់ដើមហូរទៅវិញហើយអញ្ចឹងបើយើងមើលពេលវេលានៃពិធីហើយនឹងមើលពេលវេលាដែលត្រីគេហៅវត្តណាវត្តត្រីហើយនឹងវត្តពិធីទៅគឺថាតើសន្ទឹមគ្នាយើងចប់កិច្ចបុណ្យដាក់ដំណាក់ខ្ញុំនឹងចូលបុណ្យមួយទៀតបុណ្យចេញភាសាបុណ្យចេញភាសាវាដូចជាបុណ្យយើងធម្មតាបុណ្យចេញភាសាជាទូទៅយើងទាំងអស់គ្នាដូចនៅតំបន់កណ្ដាលដែរយើងតែងតែទៅវត្តទៅអីអានេះដូចគ្នាដោយសារតែបុណ្យចេញភាសាវាតកតទៅនឹងបុណ្យពុទ្ធសាសនាដូច្នេះអ្នកភូមិអ្នកស្រុកគាត់រៀបចំគ្រឿងអណ្ដាប់កិច្ចចេញអស់ហ្នឹងនៅក្នុងវត្តអ្វីដែលពិសេសមានប្រតិបដែលយើងឃើញនេះប្រតិបអានេះប្រតិបប្រាសាទទៅទៅអានេះសង្ឃឹកកូនសង្ឃឹកតូចមួយក្រៅពីហ្នឹងយើងមានប្រតិបបាយស្រីហើយនឹងប្រតិបផោះអ្នកស្រុកធម្មតាព្រោះប្រតិបមិនបានថាមានប្រតិបអ្នកស្រុកធម្មតាហើយនឹងប្រតិបបាយស្រីហើយនឹងប្រតិបប្រាសាទហ្នឹងដោយសារតែពេលដែលយើងធ្វើកិច្ចវាខុសគ្នាដែរដូចជាថាថ្ងៃទី1បើសិនជាអ្នកនៅតំបន់កណ្ដាលយើងឬតំបន់អង្គរយើងថ្ងៃចេញភាសាគាត់អាចចេញភាសាតែថ្ងៃចេញភាសាហ្នឹងក៏ទៅវត្តគាត់យកចង្ហាន់ទៅវត្តតែមួយថ្ងៃទេប៉ុន្តែនៅកំពង់ឃ្លាំងគាត់ធ្វើដល់2ថ្ងៃបានតែថ្ងៃទី1ជាថ្ងៃចូលរោងបានតែគាត់ធ្វើក្រុងពេរីគាត់បួងសួងមួយអីចប់ទៅយប់ថ្ងៃទី1ហ្នឹងប្រជាអ្នកភូមិឬក៏អ្នកស្រុកហ្នឹងគេយកប្រតិបនេះទៅបដែតទី1ជាការកំសាន្តរបស់ពួកគាត់គំនិតរបស់គាត់ទី1ជាការកំសាន្តសប្បាយក្នុងរដូវការចេញភាសាគំនិតទី2ជាការសុំខមាទោសដល់គាត់ដែលបានធ្វើអំពើឬក៏ស្អីដែលបោះច្រាសស្អីតាក់ទងនឹងទឹកតាក់ទងនឹងអីឬក៏គាត់ទៅនេសាទត្រីក្នុងខែណាមួយក៏ពេលណាមួយដែលវាអាចមានទុកទោសដល់គាត់ដូច្នេះគាត់ធ្វើពេលហ្នឹងគឺគាត់សុំខមាទោសពេលអាហ្នឹងបន្ទាប់មកទៀតអាហ្នឹងពេលយប់ថ្ងៃទី1ហ្នឹងគាត់ធ្វើមានប៉ុណ្ណឹងកិច្ចគាត់មានតែបដិបត្តិជាការអំអរហើយនឹងជាការសុំទោសឬក៏ការខមាទោសដល់ទឹកទ័យដែលគាត់បានប្រស័យតាក់ទងដល់ពេលចូលថ្ងៃទី2ថ្ងៃទី2យើងដឹងថាថ្ងៃទី2ថ្ងៃចេញភាសាហ្នឹងអ្នកភូមិអ្វីដែលសំខាន់ហើយនឹងការសប្បាយរបស់គាត់គឺអស់រោគនេះយើងឃើញនេះជាអ្នកជារូបដែរបងបានថាពេលថ្ងៃឡើងអ្នកភូមិគេនាំគ្នាលេងអុំទូកទី1អុំទូកកំសាន្តទី2អុំទូកដើម្បីឲ្យអស់រោគនេះគាត់សប្បាយផងបានថាយើងគាត់រស់នឹងទឹកទន្លេហើយអ្នកគាត់រស់នឹងទឹកទន្លេហើយអ្នកនេះជាអ្នកជារូបជាស្អីជាអមនុស្សដែលយើងមើលមិនឃើញគាត់ក៏ចង់សប្បាយដូច្នេះគូផ្សំនឹងបុណ្យចេញភាសាផងគាត់ភ្ជាប់ខ្លួនជាមួយនឹងអមនុស្សបានថាមនុស្សយើងធម្មតាក៏បានសប្បាយពួកអស់រោគក៏បានសប្បាយហើយក្នុងហ្នឹងក្រៅពីពេលដែលអុំទូកចប់សពគ្រប់អ្នកស្រុកលេងអុំទូកចប់សពគ្រប់គេបានយកប្រតិបប្រាសាទដែលយើងឃើញប្រតិបប្រាសាទនេះទៅហែដាក់នៅកតាទើយចិត្តតាពពុះទឹកក្នុងហ្នឹងពេលដែលហែទៅដល់តាពពុះទឹកហ្នឹងដល់ពេលដែលគេដាក់ប្រតិបប្រាសាទនេះហើយគេដាក់ចោលហើយគេនឹងអុំទូកឆ្វែប្រតិបប្រាសាទចំនួន3ជុំគេអុំទូកឆ្វែប្រតិបប្រាសាទចំនួន3ជុំយើងបានសួរដែរថាមិនគេអុំទូកថាអាហ្នឹងដូចជាយើងប្រសែតចោលដើម្បីយើងស្អីឲ្យវាកុំឲ្យមានទុកទោសកុំឲ្យស្អីព្រោះតាក់ទងនឹងអមនុស្សដូច្នេះដើម្បីជាការគោរពឬក៏ដើម្បីអីគេដាក់គេប្រសែតចោលព្រោះប្រតិបទាំងអស់មាន2មានប្រតិបប្រស្រីប្រតិបបាយស្រីនេះ1ប្រតិបប្រាសាទ2ហើយនឹងសង្ឃឹក3អញ្ចឹងពេលដែលគេអុំទូកឆ្វែប្រតិបប្រាសាទនេះ3ជុំហើយបានគេត្រឡប់មកភូមិវិញជាកិច្ចបញ្ចប់នៃពិធីបុណ្យចេញភាសារបស់គាត់បន្ទាប់ពីនេះទៀតចូលដល់ស្អីសន្និដ្ឋានខ្ញុំឲ្យបង្គាគាត់សន្និដ្ឋានបើយើងមើលជារួមគឺថាបរិស្ថានទៅទឹកទៅឡើងស្រកហ្នឹងវាចេះអត់ទទួលដល់ការរស់នៅរបស់មនុស្សនៅកំពង់ភ្លុកខាងតែពេល
ដល់ពេលយើងមើលទៅគឺថានៅតំបន់កណ្ដាលនេះស្រែស្រូវគឺថាបង្កើតជាទំនៀមទម្លាប់បែបអ្នកកណ្ដាលទៅមានថាមុខរបរដល់ពេលអ្នកតលេហ្នឹងគឺថាអ្នកពឹងស្រុកហ្នឹងថាតលេស្ដាប់ជាចិត្តតែមីក្រូហ្វូនតលេស្ដាប់គឺថាជាអត្តពលទៅដល់អ្នករស់នៅនឹងដែរបង្កើតជាជំនឿអញ្ចឹងហើយបានគេមានទឹកតលេឡើងពេលទឹកតលេឡើងធ្វើម្ដងប៉ុនម្ដងពេលទឹកតលេស្រកប៉ុនម្ដងទៀតហើយសុំសល់បាញ់គួយដូចអញ្ចឹងគឺថាពីដើមមិញបុណ្យតនៈធ្វើ3ដងតែឥឡូវនៅតែ2ដងទេអាកណ្ដាលនោះលេងធ្វើហើយអាហ្នឹងវាអាចមែនតើវាអាចជួយយើងគិតថាហេតុអីបានអាកណ្ដាលហ្នឹងវាអត់សំខាន់គឺថាវាយ៉ាងម៉េចហ្នឹងទៅសំបីតែពេលកណ្ដាលពេលទឹកខែទឹកស្រកនិងខែទឹកឡើងហ្នឹងខែទឹកស្រកគឺថារូបបារមីអីហ្នឹងមកច្រើនណាស់មកកម្មវិធីហ្នឹងដល់ខែទឹកស្រកអត់សូវមានទេបើយើងគិតពីចំនួនបារមីដែលមកលៀងថ្ងៃពិធីហ្នឹងគឺថានៅនេះមកបាន90នាក់អញ្ចឹងណាឧទាហរណ៍តែច្រើនណាខែទឹកឡើងនេះខ្សត់មិនសូវមានទេដោយសារថវិកាធនធានអីហ្នឹងឯងសំខាន់ព្រោះអ្នកម្នាក់មានរបររៀងខ្លួនហ្នឹងអញ្ចឹងដែលគេអាចមកបានថ្ងៃនេះហ្នឹងគឺថាស្ដាត្រូវចំណាយអីខ្លះប៉ុនបើដែរបន្តមកទៀតខ្ញុំចង់ឲ្យយើងពិចារណាថាយើងបញ្ជូនដើម្បីយើងបញ្ជិះគឺថាដូចពេលបុណ្យមិញពេលចុងក្រោយកាលណាគេហែសង្ឃឹកទៅដល់ភូមិណាភូមិហ្នឹងត្រូវស្បះអង្គបាច់អង្គត្រូវយកកាន់បាយទៅចាំងសែនអស់ហ្នឹងកាត់ចាក់បាយចោលពេលហ្នឹងដូចនៅរោងបុណ្យអញ្ចឹងគ្រាន់តែហែសង្ឃឹកចេញភ្លាមគេជះបាយចោលភ្លាមគឺថាអត់ចង់ឲ្យអមនុស្សបារមីអីអស់ហ្នឹងមិននៅក្នុងភូមិទេគឺថាសន្មតថានេះតែអស់ហើយអត់មានមកពាក់ព័ន្ធអីមនុស្សទៀតទេមកពេលហ្នឹងហើយមកឲ្យទុកលៀងរំរែកសុបាយអស់ហើយឥឡូវត្រូវទៅវិញអត់ឲ្យមកនៅទេគឺថាគេគិតថាជួយផងហើយបង្កមិនល្អផងហើយបង្ការមិនល្អផងបន្តមកទៀតរឿងខ្យល់នេះសំខាន់ណាស់សម្រាប់អ្នកទន្លេព្រោះកាលណាមានខ្យល់រត់ត្រីក៏មិនបានហើយវាប៉ះពាល់ដល់ជីវិតខ្លាំងដូចអ្នកថាកងគុជមិញហ្នឹងណាគឺថាកាលណាគេទៅទន្លេគេជៀសមិនប្រើសម្ដីមិនសមរម្យណាពេលគេរត់ត្រីព្រោះខ្លាចខ្យល់ធ្វើឲ្យទូកក្លាប់អីចឹងទៅខ្យល់នេះមិនមែនតែប៉ុណ្្នឹងទេបើយើងយកពាក្យហ្នឹងមកគិតទៀតគឺតើទៅនឹងរឿងជំងឺដែរគាត់អ្នកស្រុកជឿថាពីដើមមិញកាលណាដល់ខែទឹកខែខ្យល់ធ្លាក់មកពីជើងអ្នកស្រុកត្រូវតែខ្លាចជំងឺអសន្នរោគព្រីករូសណាពេលខែមេឃចឹងណាហើយបើអ្នកនៅខាងជើងវិញអ្នកនៅបកគោនេះគេចំណាំដែរថាដល់ខែហ្នឹងពេលឡើងតាគេអ្នកខាងក្រោមឧទាហរណ៍អ្នកក្រោមគេបញ្ជូនសង្ឃឹកហ្នឹងមកជើងអ្នកជើងហ្នឹងត្រូវតែបញ្ជូនបន្តទៀតក្នុងន័យមួយគឺថាបញ្ជូនឲ្យជិះដូចខាងលើអញ្ចឹងដែរខ្យល់ហ្នឹងមិនត្រឹមតែជាភូតអញ្ចឹងទេតែជាបាតុភូតអញ្ចឹងទេតែជាជំងឺដែរគេហត់យើងរងហើយថាខ្យល់គោខ្យល់ចាប់គឺថាវាជួយបង្កខ្យល់ឲ្យវាចេញក្នុងន័យទាំងអស់ហ្នឹងតើទៅនឹងជំងឺហើយរឿងខ្យល់ជំងឺហ្នឹងមិនមានតែនៅខ្មែរយើងនៅទីបេហ្នឹងក៏គេមានដែរពេលគេព្យាបាលគេគិតរឿងខ្យល់មួយចិត្តហ្នឹងគេគិតរឿងថាខ្យល់ដើមនឹងខ្លួនមិនអាហ្នឹងតកតងវាមានអីវិញឆ្ងាយតទៅមុខទៀតអនាគតទៅគឺថាអ្នកតាហើយនឹងបារមីនេះសម្រាប់តែនៅខាងនោះបើអ្នកនៅខាងជើងនេះអត់តន់សិតអីទេអ្នកនៅកំពង់គឺខ្លាំងហើយបារមីអ្នកតាហ្នឹងកាន់តែជារោគ្នាបាទហើយទៅជាការគិតប្រាប់អនាគតទេថាថ្ងៃក្រោយទៅឥឡូវយើងមកសិក្សានៅកំពង់ឃ្លាំងហើយអនាគតទៀតយើងសិក្សានៅក្នុងក្រៅយើងទៅមើលនៅមេជ្រៃវិទ្យានៅខាងណាទៀតនេះវិញមុនទលេសាបគឺថាបើយើងមើលអស់ហ្នឹងទៅយើងអាចស្វែងយល់អីមួយដែលធំដែលគ្រប់10ទៅទលេសាបហ្នឹងថាតើវាខុសគ្នាយ៉ាងម៉េចវាដូចគ្នាយ៉ាងម៉េចហើយថាតើទលេសាបជាឥទ្ធិពលប៉ុណ្ណាដល់ជំនឿដែលនៅបនស្រុកបាទចុងក្រោយនេះមានឯកសារខ្លះបើសិនជាអ្នកនរគ្នាចង់ស្វែងរកអានបន្ថែមតែយើងអានបានតើតោងនឹងរឿងហ្នឹង
បាទអរគុណច្រើនតាម សូមអរគុណទៀតការភ្លេងសផាតពេលនៅក្នុងពិធីហ្នឹងគេមើលពាក្យពិនពាក្យគេសផាតអញ្ចឹងសួរថាហេតុអីបានទៅប្រើអាភ្លេងហ្នឹងគេថាអូអាហ្នឹងវាយក្ដុំក្ដាំងទៅរូបឆាប់ចូលណាភ្លេងមុតហ្នឹងអត់សូវឥឡូវយើងមើលតែនៅក្នុងអង្គក្រៅឃើញទេពេលដែលចូលពេលលៀងមុតម្ដងវាមានអាវងភ្លេងមុតផងវាមានអាភ្លេងសផាតហ្នឹងផងភ្លេងពិនពាទ្យហ្នឹងផងអញ្ចឹងទៅយើងអ្នកផ្សេងយើងអត់ដឹងយើងចេះតែគិតថាអូអាហ្នឹងវាអញ្ចឹងប៉ុន្តែស្អីដែលវាកែឃើញទេវាចាប់ផ្ដើមមកលើវាទៅជាមានអីណាបារមីដូចគង្គាលើកអញ្ចឹងពាក្យថាបារមីកាលមុនខ្ញុំទៅផ្ដល់ថាថាមួយដល់មគ្គទេសដល់ទៅគាត់ថាអេបារមីមិនមែនអញ្ចឹងទេផ្លាក់ផ្លើកអញ្ចឹងទេខ្ញុំថាវាត្រឹមត្រូវទេបារមីកាលមុនវាមានតែនៅជាមួយនឹងរឿងតាក់ទងព្រះរឿងអីទៅណាស្អីទឹកក្រោយមកក្រុមទាំងអស់ហ្នឹងតាំងខ្លួនជាបារមីយើងឃើញហ្នឹងមិញអាស្លាយមួយនេះហ្នឹងគឺបារមីហ្នឹងគាត់មកចូលជាមួយនឹងលោកសង្ឃដែរឃើញទេនៅគៀកជាមួយលោកសង្ឃហ្នឹងហ្មងពេលដាក់តំណាងឃើញទេគឺពួកគាត់ហ្នឹងបារមីដែលគាត់មកអីចឹងហើយដូចថាថ្មីឥឡូវហ្នឹងនៅទលេហ្នឹងគឺភាគច្រើនគឺមានពួកគាត់ច្រើនណាមានពួកគាត់ចូលរួមច្រើននៅក្នុងអាអស់ហ្នឹងអញ្ចឹងគ្រាន់តែជាការចាប់អារម្មណ៍គឺថាការលេងវិវត្តការប្រើប្រាស់ភ្លេងវាមានចាប់ដើមទៅបន្ទាប់ពីក្រុមនេះចូលមកអញ្ចឹងនៅមេមត់លៀងមេមត់នៅនឹងគោក្រៅមានភ្លេងពិនពាទ្យនឹងចូលប៉ុន្តែអ្នកផ្សេងទៀតអត់ទេណាអត់ទាន់មានទេហើយខាងខ្ញុំក៏មានបោះពុំដែរសភៅតាក់ទងនៅក្នុងរឿងការចងក្រងបទភ្លេងមេមត់យើងរើស5ភូមិនៅក្នុងខេត្តសៀមរាបហ្នឹងដើម្បីអីពីព្រោះដូចខ្ញុំលើកមិញអំពីបញ្ហាភ្លេងបន្តិចទៀតនឹងបាត់ពួកក្មេងៗអត់ចាប់អារម្មណ៍ចង់ចេះឲ្យភ្លេងមុតទេវាអត់ទំនើបអញ្ចឹងចាស់កាន់តែទៅក្មេងអត់ចាប់ដើមអញ្ចឹងភ្លេងនឹងបាត់ឧទាហរណ៍ជាក់ស្ដែងពេលដែលពួកខ្ញុំចុះធ្វើកិច្ចការហ្នឹងពេលខ្លះបត់ខ្លះគាត់ចាំនៅចំណងជើងប៉ុន្តែលេងរបៀបម៉េចអត់ដឹងអញ្ចឹងឃើញទៅរយៈពេលប្រហែលហ្នឹងវាចាប់អញ្ចឹងបានពួកខ្ញុំចាប់ដើមធ្វើកិច្ចការហ្នឹងឡើងវិញដោយមានថតជាសំឡេងជាវីដេអូហើយយើងចម្លងទំនុកច្រៀងហ្នឹងទៅជាអត្ថបទមួយទៅហើយយើងយកអាហ្នឹងទៅឲ្យអ្នកដែលគេចេះអក្សរភ្លេងហ្នឹងគាត់ធ្វើជា note ភ្លេងមួយទៅថ្ងៃក្រោយអ្នកណាទៅបាត់អ្នកផ្សេងហ្នឹងបរទេសក៏ដោយអីក៏ដោយគេអាចលេងអាហ្នឹងបានតាមរយៈអក្សរភ្លេងហ្នឹងណាអាហ្នឹងខ្ញុំបានធ្វើមួយចប់ហើយឥឡូវយើងកំពុងតែធ្វើមួយទៀតឆ្នាំនេះកំពុងតែសិក្សាពីរឿងការចងក្រងបទភ្លេងមុតហ្នឹងនៅក្នុងតំបន់នៅក្នុងតំបន់អង្គរនិងក្រៅអង្គរអញ្ចឹងលើកនេះយើងរើសមើលយើងនៅភ្នំគូលែនយើងនៅត្អួសហ្នឹងយើងនៅពងឃ្លាំងណាហើយយើងរើសនៅជប់សោមហើយយើងរើសនៅភូមិតានីហេតុអីយើងអត់យកអាចិត្តគ្នាយើងយកអាណាដែលឆ្ងាយហ្នឹងដើម្បីយើងយកវាមកសិក្សាពីទៀតហើយអាហ្នឹងយើងជួយឲ្យអានេះបេតិកភណ្ឌអរូបីហ្នឹងវានៅរស់តាមរយៈដែលយើងចុះសិក្សាស្រាវជ្រាវចងក្រងជាឯកសារពីព្រោះបន្តិចម្ដងអាហ្នឹងវានឹងទៅវានឹងបាត់ដោយសារតែមនុស្សចាស់គាត់ស្លាប់ហើយក្មេងអត់ព្រមរៀនឃើញទេមកចេញសផាតអីពិនពាទ្យអីពេញទឹកពេញដីហ្នឹងទៀតបាទអរគុណនេះខ្លួនកុំបានយកស្អីឆ្ងាយចេញអីអត់នេះទឹកខ្ញុំដែរ